អញ្ចឹងយើងបាននមស្ការចូលរៀនរីកេរិយាអ្នកមាសការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះភាអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយឥតិពិសោភគវាអរហង្គសម្មាសម្ពុទ្ធោវេជាចរណសម្បណ្ណោសុគតោកវិទូអនត្តរោបរិសត្តមេសារតិសត្ថាទេវមនុសានាងពន្ធោភគវាទេតាំងអរហាតិគុណអសង្យុតតាំងពុទ្ធាំងសេរសាអ្នកមាមិតាំងចពុទ្ធាំងអ៊ីមេហេសការេហេអភិពោជាយាមីស្វាកហាតោភគវតាធម្មោសន្តន្តិកោអាកាលេកោអេហេបាសេកោអោបណយិកោបច្ចតាំងវេតិតាពោវេញូហេតេតាំងស្វាខាតាតិគុណសង្ឃធម្មងសេរសាអ្នកមាមិតាញ់ចធម្មងអ៊ីមេហេសការេហេអភិពោជាយាមីសុបដិបណ្ណោភគវតោសាវកសង្ឃោឧជ្ជបដិបណ្ណោភគវតោកសង្ឃោញាយបដិបណ្ណោភគវតោសាវកសង្ឃោសាមីចេបដិបណ្ណោភគវតោសាវកសង្ឃោយតិទាំងចតារិបរិសយោគានិអាថាបរិសពកលាអេសភគវតោអាហុណៃយោបាហុណៃយោតេខេណៃយោអញ្ចលិករណៃយោអនុតរាំងបញ្ញខេតាំងលោកាសាតេតាំងសុបដិបណ្ណាតិគុណសាយោតាំងសង្ឃាំងសេរសាអ្នកមាមិតាំងចសង្ឃាំងអ៊ីមេហេសង្ការេហេអភិពោជាយាមីសាធុសាធុហ្នឹងហើយអញ្ចឹងថ្ងៃនេះយើងបានឱកាសក្នុងការបានចូលមកសិក្សាណាព្រោះសំមិញឡើយតែរៀបជាស្បៀងអីចឹងទៅរហូតដល់ប្រលប់ទៅក៏អខានមួយថ្ងៃថ្ងៃនេះយើងបានឱកាសបន្តក្នុងការរៀនសូត្រទៅក្នុងព្រះអភិធម្មដើម្បីបានគ្រប់គ្រងចិត្តហ្នឹងហើយរៀនរក្សាចិត្តរបស់យើងឲ្យបានល្អប្រសើរកុំឲ្យវាច្បោកច្បល់ច្រើនកុំឲ្យវាស្ថិតនៅក្នុងអកុសលច្រើនញាតិញោមក្តីលោកម្ចាស់គ្រប់ព្រះអង្គក្តីបូករួមទាំងអាត្មាផងដែរក៏ពេលខ្លះពិបាកគ្រប់គ្រងចិត្តដែរបើយើងមើលពេលដែលមានសង្គ្រាមអីចឹងទៅបានដឹងថាអាសភាពនៃចិត្តរបស់យើងនេះពិបាកគ្រប់គ្រងណាប៉ះពាល់បុគ្គលជាទីស្រឡាញ់ញាតិរបស់យើងបងប្អូនរបស់យើងអីទៅក៏កើតទៅជារឿងរ៉ាវមិនសប្បាយចិត្តផ្សេងផ្សេងរហូតដល់កើតទុក្ខហ្នឹងហ្នឹងហើយយើងដឹងទៅតាមដំណើររឿងរ៉ាវនៃកិលេសរបស់សត្វលោកយើងហ្នឹងឯងតែចង់បានមិនមានទីបញ្ចប់បើត្រឹមតែមួយចំអែតមួយឆ្អែតមកល្មមទេបងតែអាលឹះអំពីសេចក្តីឆ្អែតហ្នឹងច្រើនទៅនឹងវាខ្លាំងក្លាទៅរហូតដល់ទៅជាកិលេសតណ្ហានឹងដែលព្រះអង្គសម្ដែងស្ទឹងដែលស្មើដោយស្ទឹងអ្វីដែលស្មើដោយស្ទឹងនៃតណ្ហាมันមានអញ្ចឹងស្ទឹងតណ្ហានេះវាមិនដឹងប៉ុណ្ណាបាទវាធំទៅវារីកទៅរហូតដល់มันអាចគ្រប់ទៅបានហ្នឹងហើយអត់ពេញទៅដោយទឹកនោះទេចឹងដោយស្ថានភាពយើងបច្ចុប្បន្នក៏មិនសូវស្រួលអីចឹងតែយើងអ្នករៀនធម៌បានយកធម៌នឹងយកមកអប់រំបានខ្លះ
ទប់ចិត្តទប់អីទៅបានហើយក៏កើតជាសេចក្តីសង្វេគក៏ចម្រើនទៅដោយធម៌មានមេត្តាករុណាជាដើមមុននឹងចូលរៀននៅក្នុងថ្ងៃនេះអាត្មាចង់លើកយកនៅព្រះបរិត្តមកខាងដើមបន្តិចដើម្បីបានញាតិញោមសិក្សារៀនសូត្រហើយយើងអាចស្វាត់ជាយដោយបើយើងមិនបានចេះវែងទៅដូចជារតនសូត្រយានីធភូតាវែងទៅតែវាមិនវែងអីណាស់ប្រហែលទេខ្ទង់6 7នាទីអីចឹងតែហើយនឹងសម្រាប់សូត្រណាបើយើងមិនចេះទេយើងអាចសូត្របែបខ្លីជាគ្រឿងការពារចឹងណារឿងរ៉ាវនៃព្រះបរិត្តដូចនៅក្នុងរតនសូត្រនេះនៅក្នុងនគរវេសាលីតាមប្រវត្តិរឿងរ៉ាវដែលស្រុកកើតទុរភិក្សបាទស្រុកកើតទុរភិក្សអត់ឃ្លានត្រូវអមនុស្សជាដើមបៀតបៀនមនុស្សស្លាប់កគ្នាអូអារោគឃ្លាននេះអត់បានទេបាទខ្លាំងទៅបើកាលណាបើអត់អាហារយូរទៅវាទៅជាចោរកម្មលួចប្លន់ឆក់ដណ្ដើមរត់តែសម្បូរទៅរហូតដល់មែនតែនលែងគិតអំពីបនបាបហើយព្រោះអាហ្នឹងព្រោះតែដើម្បីតែការរួចចាកនៅជីវិតចឹងទៅហើយជំងឺអសន្នរោគក៏វាចេះតែបៀតបៀនហើយអញ្ចឹងហូរហែមកអញ្ចឹងមនុស្សទាំងឡាយនាំគ្នារនេះរនោះមិនដឹងរកអីជាទីពឹងរហូតដល់មានអាមាត្យដែលជាអ្នកសមាទិដ្ឋិម្នាក់ហ្នឹងក៏ថាព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅយើងអត់នាំគ្នាទៅសួរទៅយកតែរឿងរបស់មនុស្សអ្នកមានកិលេសយកមកសួរមកធូរនេះធ្វើនោះពិធីកម្មអីផ្សេងក៏នៅតែមិនអាចរងាប់នៅអសន្នរោគនឹងឯរោគផ្សេងបៀតបៀនស្លាប់នឹងឯងបានអាមាត្យហ្នឹងគាត់ដឹងសេចក្តីមានព្រះសម្មាសម្ពុទ្ធព្រះអង្គគង់ប្រថាប់នៅក៏ចូលទៅសួរទូលព្រះសម្មាសម្ពុទ្ធអំពីរឿងរ៉ាវដែលកើតឡើងនៅក្នុងនគរវេសាលីនោះព្រះអង្គដឹងហេតុសពគ្រប់ព្រះអង្គនិមន្តមកតែសម្រាប់បុណ្យបារមីរបស់ព្រះអង្គគ្រាន់តែព្រះអង្គរៀបនិមន្តទៅកាន់នគរវេសាលីភ្លៀងទាំងឡាយបង្អុរចុះមកសាកសពស្លាប់ដែលថាវាមានក្លិនស្អុយក្លិនចេះឆ្អាបអីជាដើមផ្សេងហ្នឹងដែលថាព្រះសម្មាសម្ពុទ្ធព្រះអង្គនិមន្តទៅភ្លៀងបង្អុរមកខ្លាំងក៏ភ្លៀងបង្អុរមកខ្លាំងហូរនៅសាកសពហូរនៅក្លិនអាក្រក់ហ្នឹងអស់ទៅព្រះអង្គទៅពុទ្ធមន្តណាពុទ្ធមន្តមិនមែនជាអាគមមិនមែនជាអីផ្សេងដោយការបៀតបៀនទៅនៅក្នុងសត្វទេតែពុទ្ធមន្តនៅក្នុងទីនេះគឺសំដៅថាជាព្រះបរិត្តមុនរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គស្វាត់ជាយឲ្យភិក្ខុស្វាត់ជាយហ្នឹងគឺជាព្រះបរិត្តហើយព្រះបរិត្តនោះទៀតសោតគឺជាព្រះបរិត្តមួយដែលពោលទៅសារអំពីគុណពុទ្ធគុណពធគុណប្រសង្ឃដែលវាមិនប៉ះពាល់ទៅនៅក្នុងផ្លូវនៃបាណាតិបាតអញ្ចឹងណាតែចំណែកខ្លះវាអាចប៉ះពាល់ទៅដូចបន់ឲ្យគេស្លាប់គេអីផ្សេងដាក់ទំនាយអីសពគ្រប់អត់មែនទេពុទ្ធមន្តរបស់ព្រះសម្មាសម្ពុទ្ធប្រកបទៅដោយមេត្តាករុណាដែលភិក្ខុលោកជាអ្នកស្វាត់ជាយត្រូវតែប្រកបទៅដោយមេត្តាចិនដើម្បីឲ្យព្រះបរិត្តនឹងមាននៅអានុភាពលុះត្រាណាតែភិក្ខុអ្នកសូត្រនឹងប្រកបទៅដោយមេត្តាចិនអញ្ចឹងព្រះអង្គជាមួយព្រះអនន្តជាដើមហ្នឹងព្រះអង្គសម្ដែងទៅស្វាត់ជាយនៅនគរវេសាលីដែលស្រុកកំពុងតែកើតទុរភិក្សអត់ឃ្លានផងជំងឺអសន្នរោគផងអហិវេទរោគជាដើមផ្សេងមានព្រះអង្គសម្ដែងបងសូត្រណាជាមួយព្រះអនន្តហ្នឹងក៏ឲ្យភិក្ខុសង្ឃហ្នឹងព្រះអនន្តជាដើមហ្នឹងសូត្រនៅក្នុងរតនសូត្រហ្នឹងឯងយានីធភូតានិសម្មាកតានិភូមានិវិយានិវអន្តលខេហ្នឹងចាំអាត្មាផ្ញើចូលគ្រប់ឲ្យស្ដាប់ណាអាហ្នឹងធរហ្នឹងគឺវែងប៉ុន្តែដូចដែលលើកឡើងសម្រាប់ញាតិញោមបើមិនចេះអីវែងទេដូចជាជនភាសឹកដល់នៅសេចក្តីទុកលំបាកអីសពគ្រប់ចឹងទៅរត់រទីពឹងរអីហ្នឹងអាហ្នឹងគប្បីចេះនៅព្រះបរិត្តហ្នឹងបន្ទាប់ពីនមស្ការគុណព្រះរតនត្រ័យទៅតាមសមគួរហើយយើងសូត្រតែប៉ុណ្្នឹងក៏បានដែរហ្នឹងដែលបល័យថារតនបរតੰមង្រខតោរតនបរតੰមង្រខតោរតនបរិត្តហ្នឹងរតនបរិត្តឬក៏ថាសូមរតនបរិត្តជួយរក្សាខ្ញុំអញ្ចឹងក៏បានដែររតនបរិត្តជួយរក្សាខ្ញុំ
រតនបរតាំងមង្រខតោអានឹងមួយណាដែលស្មានដាក់ឲ្យអស់តែ4តែម្ដងទៅហ្នឹងហើយរតនបរតាំងមង្រកតោ1គឺសូមឲ្យព្រះបរិត្តនឹងរក្សាខ្ញុំនេះជាពុទ្ធមន្តហ្នឹងហើយជាពុទ្ធមន្តសម្រាប់ការពារនៅភ័យអន្តរាយផ្សេងផ្សេងដែលកើតអំពីអមនុស្សដែលកើតអំពីរោគបៀតបៀនឬក៏ដោយសង្គមយើងបច្ចុប្បន្នកំពុងតែមានសេចក្តីទុក្ខភ័យកើតឡើងអញ្ចឹងយើងអាចស្វាត់ជ័យដោយនៃសង្ខេបប៉ុណ្ណឹងបានទេបាទឬក៏ញាតិញោមបកាយយល់សពយល់អីឬក៏នៅក្នុងផ្ទះនៅក្នុងអីហ្នឹងក៏អាចសូត្របានដែរដោយសង្ខេបអញ្ចឹងណារតនបរតាំងមង្រកតោរតនបរិត្តសូមជួយរក្សាខ្ញុំហ្នឹងហើយមួយទៀតហ្នឹងប្រវត្តិរឿងរ៉ាវក្រុងវេសាលីណារតនបរិត្តដែលព្រះអង្គសម្ដែងនៅក្នុងសេចក្តីហ្នឹងឯងហើយបើសរុបនៅក្នុងសេចក្តីប្រែគឺជាការពោលសរសើរគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃរតនបរិត្តណាហ្នឹងឯរតនបរិត្តហ្នឹងគឺសរសើរអ៊ីតំបិពុទ្ធេតំបិធម្មេតំបិសង្ឃេរតនាងបណៃតាំងកែវគឺពុទ្ធកែវគឺពធកែវគឺព្រះសង្ឃនេះឯងជាកែវដ៏ឧត្តមហ្នឹងគឺពោលសារគុណរបស់ព្រះសម្មាសម្ពុទ្ធគុណរបស់ព្រះធម៌និងគុណរបស់ព្រះសង្ឃហ្នឹងញាតិញោមអាចសូត្រមួយហ្នឹងក៏បានដែរណាហ្នឹងហើយរតនបរតាំងមង្រកតោសូមរតនបរិត្តជួយរក្សាខ្ញុំហ្នឹងហើយមួយទៀតហៅថាមោរបរិត្តមោរបរិត្តនេះក៏ជាចំណែកមួយនៃការសូត្របានដូចគ្នាយើងធ្លាប់សិក្សាសាមុនតាក់ទងនឹងរឿងរ៉ាវរបស់សត្វក្ងោកដែលមានអាយុដូចជា700ឆ្នាំមិនដែលមានអ្នកណាអាចតាក់បានទេសត្វក្ងោកហ្នឹងព្រោះសត្វក្ងោកហ្នឹងជាប្រក្តីរបស់គាត់ព្រលឹមឡើងសូត្រព្រះបរិត្តមួយសាល្ងាចឡើងមុនចូលសម្រាកសម្រានហ្នឹងសូត្រព្រះបរិត្តមួយសាទៀតជាសត្វក្ងោកមោរបរិត្តហ្នឹងគឺសំដៅអំពីបរិត្តដែលសំដែងអំពីសត្វក្ងោកហ្នឹងចេះសូត្រព្រះបរិត្តតោះអញ្ចឹងព្រានព្រៃទាំងឡាយมันអាចតាក់បានដូចជាអនុភាពរបស់មូលអបរិត្តណាมันអាចតាក់បានធ្វើមិនក៏มันអាចតាក់បានព្រោះព្រះបរិត្តហ្នឹងកងោកហ្នឹងតែងតែស្វាត់ជាងើតឡើងព្រឹកឡើងសោតមសានមស្ការគុណព្រះសម្មាសម្ពុទ្ធនឹងឯងនៅក្នុងសេចក្តីនឹងដែលព្រះអង្គជាបុគ្គលដ៏ប្រសើរងាកឡើងសោតមសាទៀតរហូតដល់ហ្នឹងហើយគេមួម៉ៅខឹងមិនក៏កងោកហ្នឹងយើងមិនអាចចាប់បានចាតគ្នាទៅថាបុគ្គលណាដែលអាចចាប់នៅសត្វកងោកនឹងបានហើយយកសត្វកងោកនឹងយកមកបរិភោគមនុស្សនោះនឹងបានទៅជាជីវិតអមតៈចឹងចានៅក្នុងក្រាំងមាសដាក់ទៅស្ដាច់នឹងសគត់ទៅស្ដាច់ក្រោយទៀតតាមរអញ្ចឹងហ្មងរហូតដល់មានហ្នឹងហើយព្រាមប្រហិតអីចឹងទៅដឹងដល់มันអាចតាក់កងោកនឹងបានទេចឹងធ្វើម៉េចមានតែរកកងោកញីមួយមកដើម្បីឲ្យកងោកឈ្មោលហ្នឹងហើយមានចិត្តប្រតិព័ទ្ធទៅផ្លេចស្វាត់ជាហើយក៏តាក់បានចឹងទៅហើយក៏ពោលទៅស្អីសពគ្រប់ទៅតាមរឿងរ៉ាវដំណើរនឹងឯងតែដោយសង្ខេបកន្លែងនេះញាតិញោមអាចសូត្របានណាបាទមោរបរតាំងមង្រខតោសូមមោរបរិត្តជួយរក្សាខ្ញុំហ្នឹងហើយអាត្មាធ្លាប់ឮតែហ៊ានម្នាក់ដែលស្ការពីសង្គ្រាមសាមុនគាត់ចេះប្រិតហ្នឹងបាទគាត់ចេះប្រិតហ្នឹងឲ្យតែគាត់ទៅធ្វើទាហានហ្នឹងគាត់សូត្រធ្វើទាហានហ្នឹងគាត់សូត្រអញ្ចឹងទៅដល់ពេលអញ្ចឹងដូចថាសត្រូវអីផ្សេងបាញ់មកអត់ត្រូវទេបាទអាហ្នឹងតាមដូចធ្លាប់ឃើញតាមវីដេអូដែលគាត់សម្ភាសដូចគាត់ហ្នឹងដូចបន្តិចគាត់ចេះប្រិតហ្នឹងគាត់សូត្រហ្នឹងហើយមុនធ្វើសង្គ្រាមមុនចម្បាំងអីអញ្ចឹងទៅគាត់សូត្រជាគ្រឿងការពារអីអញ្ចឹងទៅនឹងគេហៅថាជាពុទ្ធមន្តណាយើងអាចស្វាត់ជ័យទៅបានញាតិញោមដូចគ្នាដែរណាមិនតែតាហ៊ានមិនតែអីទេយើងនៅផ្ទះអីចឹងទៅជាពិសេសដូចជនភេសឹកអីចឹងវាមានសេចក្តីភ័យព្រួយតក់ស្លុតទៅអំពីសេចក្តីស្លាប់ណាឬក្ដួងក្ដាំងមកសត្វតែតក់ស្លុតហើយបងម្នាក់រកព្រះអាយុទីពឹងរៀងខ្លួនហើយអញ្ចឹងបានន័យថាបើយើងតែងតែស្វាត់ជីទៅអញ្ចឹងណាហ្នឹងហើយមិនមែនដើម្បីអីទេគឺដើម្បីរក្សាឲ្យព្រះបរិត្តហ្នឹងរក្សាយើងគេហៅថាជាពុទ្ធមន្តណាចាំចំណុចហ្នឹងមិនមែនជារឿងរ៉ាវគុំអូមអាមអីទេជាពុទ្ធមន្តមន្តរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបង្រៀនអញ្ចឹងណាបើយើងចេះឲ្យពឹស្ដាឧទេតញ្ញចក្ខុមាឯករិជាហរិសវណ្ណោហ្នឹងយើងអាចសូត្របានពឹស្ដារតែល្អបើមិនបានទេបានប៉ុណ្្នឹងទៅមោរអបរតាំងមង្រកន្តោនមស្ការឲ្យសូត្រទៅមួយទៀតអឺថជៈថជៈបរតាំងមង្ថជៈបរិត្តយើងអានអញ្ចឹងណាបងថជៈចក្កបរតាំងថជកបរតាំង
ថេជៈកបរិទ្ធជួយរក្សាខ្ញុំហ្នឹងហើយជាពុទ្ធមន្តដូចគ្នាបើយើងសូត្រមួយណាក៏បានដែរជប់បាទយើងចង់សូត្រថេជៈបរិទ្ធថេជៈបរិទ្ធនេះដូចជាមិនសូវបានសូត្រដែរបាទតែបើសិនជាយើងចេះដឹងហើយសូត្រហើយនៅពឹស្ដារដូចបានបញ្ជាក់អញ្ចឹងអានឹងល្អតែបើយើងមិនបានចេះដោយពឹស្ដារទេយើងអាចសូត្រតែខ្លីប៉ុណ្ណឹងក៏បានដែរណាថជាង្គៈថជាង្គៈបរតាំងមង្រកតោនឹងមួយដែរហើយនឹងចុងក្រោយមួយទៀតនៅក្នុងអាដានាទយបរិត្តអាដានាដយបរិត្តនេះខ្លាំងអាដានាដយបរិត្តដែលក៏យើងធ្លាប់សិក្សាដែរនៅក្នុងអាដានាទយសូត្រនោះមិនភិក្ខុសង្ឃចូលទៅក្នុងព្រៃហើយពួកអមនុស្សហ្នឹងហើយពួកអមនុស្សហ្នឹងមិនជ្រះថ្លាជាមួយនឹងអឺសាវករបស់ព្រះសម្មាសម្ពុទ្ធទេហើយលោកក៏ជាបុគ្គលអ្នកមានសិលអញ្ចឹងត្រូវជូនកូនផងអីផងទុកលំបាកសពគ្រប់អញ្ចឹងទៅក៏កាច់មែកឈើខ្លះបង្កើនទៅជាសំឡេងធ្វើឲ្យលោកមិនអាចគង់នៅក្នុងព្រៃបានណាភ័យព្រួយអីចឹងកើតឡើងដល់លោកធ្វើជាអមនុស្សបន្លាចលោកអីសពគ្រប់ចឹងទៅហើយជាវត្ថុជនខ្លាចដែរបាទមិនវត្ថុជននឹងអត់ខ្លាចទេណាព្រឺឆ្អឹងខ្នងព្រឺអីទៅបានហ្នឹងហើយប្របាទវេសវណ្ណហ្នឹងក៏យករឿងហ្នឹងទៅក្រាបទូលដល់ព្រះសម្មាសម្ពុទ្ធបានព្រះអង្គសម្ដែងនៅក្នុងសេចក្តីនឹងអាដានាទយបរិត្តនឹងវិបស្សិសនមត្ថុចក្រមន្តាហ្នឹងហ្នឹងហើយដែលមានស្ដេចទាំង4ដែលជាអ្នកយាមការហ្នឹងមិនឲ្យធ្វើមិនអាចធ្វើឲ្យពួកយៈជាដើមផ្សេងទៅសត្រូវដតីផ្សេងពួកអមនុស្សនឹងតាមយាយីបានទេឲ្យតែអ្នកណាដែលអាចស្វាត់ជីទៅបានបើយើងមិនចេះដោយនៃពឹស្ដារទេយើងសូត្រអាដានាទយបរតាំងមង្រខតោអាដានាទយបរិត្តមេសូមអាដានាទយបរិត្តជួយរក្សាខ្ញុំមានរឿងមួយនៅក្នុងព្រះបរិត្តទាំងអស់នោះដូចជាមោរបរិត្តមានរឿងនៅកោះលង្កាមានដូចជាឧបាសកមិនដឹងសាមណេរមិនដឹងធ្លាប់ចាំមកគាត់នឹងឡើងទៅបិទចេតិយឡើងទៅបិទហើយយកដីឥដ្ឋយកដុំឥដ្ឋហ្នឹងយកទៅបិទចេតិយធ្វើជាចេតិយអញ្ចឹងទៅដល់ពេលបិទទៅវាជន់ទៅវាចំមកកន្លែងដែលថាវាកន្លាច់ជើងក៏ល្អល់ធ្លាក់មកមិនតាន់ដល់ខាងក្រោមផងក៏នឹកឃើញបុគ្គលដែលមានប្រកដីក្នុងការស្វាត់ជីនៅព្រះបរិត្តហ្នឹងដូចថាថេជង្គៈបរតាំងមង្រកតោឬក៏មោរបរតាំងមង្រកតោសូមថេជបរិត្តឬក៏មោរបរិត្តហ្នឹងរក្សាខ្ញុំអញ្ចឹងធ្វើឲ្យបុគ្គលហ្នឹងអាចផុតអំពីអន្តរាយទៅបានញាតិញោមអាចសាកទៅបានណាជាពិសេសដែលជាអ្នកកំពុងដល់នៅសេចក្តីភ័យព្រួយទាំងយើងមិនភ័យមិនព្រួយអីដោយចំណែកផ្ទាល់ដោយគាត់ក៏យើងអាចស្វាត់ជីបានដែរចឹងមួយណាក៏បានដែរណាគប់ចិត្តចង់យកទាំង4ក៏បានហើយចង់ចេះតែមួយស្វាត់ជ័យមួយទៅក៏បានព្រឹកឡើងមួយសាទៅងើបពីម៉ាស្ការពេលព្រឹកអីម្ដងទៅបើមិនបានទេពេលល្ងាចមុននឹងសម្រាកសម្រានយើងនមស្ការតែបងនមស្ការគុណព្រះរតនត្រ័យហើយយើងសូត្រក្នុងចិត្តក៏បានបញ្ចេញជាសំឡេងក៏បានដូចគ្នាមួយណាក៏បានដែរឲ្យតែថាមានព្រះរតនត្រ័យជាទីពឹងទីរលឹកហើយយកព្រះបរិត្តហ្នឹងយកមកបាទមនុស្សយើងភ័យហ៎បាទដូចសង្គ្រាមអញ្ចឹងហ្នឹងហើយបានដឹងតែភ័យកុំថាអត់ភ័យទេបាទពុទ្ធជនណាអ្នកដែលនៅមានកិលេសសត្វភ័យដល់ភ័យត្រូវរកទីពឹងហើយអញ្ចឹងនេះជាពុទ្ធមន្តដែលសំគួរដល់បុគ្គលអ្នកមានសេចក្តីភ័យព្រួយយកទៅបានណាយកទៅស្វាត់ជេរដើម្បីជាគ្រឿងការពារហ្នឹងគេហៅដូចបញ្ជាក់អញ្ចឹងថាជាពុទ្ធមន្តមិនជាអាគមអូមអាមអីខ្លាំងពូកែអីដូចជាខាងក្រៅទេតែពុទ្ធមន្តនេះក៏មានផលប្រមាណមិនបានឲ្យតែបុគ្គលមាននៅព្រះបរិត្តហ្នឹងស្វាត់ជីនៅព្រះបរិត្តហ្នឹងយកព្រះបរិត្តហ្នឹងយកមកជាទីពឹងទីរលឹកតែត្រូវសូត្រហ្នឹងប្រកបដោយមេត្តាចិត្តផងហ្នឹងរឹតតែប្រសើរតនេះខ្ញុំមើលញោមដែលសូត្រអីដែរ
កណាតាមទៀត ណាតនលោកចាស់ cái nào tiên cái nào tiên យើងមកសូត្រពេនសិនកណាទីន ជាអានណាអត់ nè អីណា ចាឲ្យលោក cái nào tiên ក ក ណា ណា ក៏ អានបាន ក ចា ណា គ្រូ អានបានលោកម្ចាស់គ្រូ ហ្នឹងហើយញោមសំលេងខ្យល់ថ្មបញ្ជាក់ឲ្យម្ដងទៀតចុះថ្ងៃនោះញោមខ្លះគាត់មិនសូវចេះអាននឹងបញ្ជាក់ម្ដងទៀតថាបាលីហ្នឹងគឺជាព្រះបរិត្តដែលសំគួរដល់ការស្វាត់ជីដើម្បីការពារនៅអន្តរាយផ្សេងផ្សេងគឺជាពុទ្ធមន្តអញ្ចឹងណាពុទ្ធមន្តហ្នឹងគឺព្រះអង្គសម្ដែងមិនបទជនអីអ្នកពោលទេគឺព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅក្នុងសេចក្តីហ្នឹងពេលដែលភ័យព្រួយសេចក្តីតក់ស្លុតកើតឡើងយើងអាចយកមករលឹកទៅបានវាសមគួរដល់សម័យកាលហ្នឹងឯងដោយទី1ថារតនបរតាំងមង្រខតោសូមឬក៏រតនបរិត្តជួយរក្សាខ្ញុំឬក៏សូមរតនបរិត្តជួយរក្សាខ្ញុំនឹងមួយក៏បានឬក៏មួយទៀតមោរបរិតាំងមង្រខតោសូមមោរបរិត្តជួយរក្សាខ្ញុំមោរបរតាំងមង្រកតោសូមមោរបរតជួយរក្សាខ្ញុំមួយទៀតថាធៈចង្កបរតាំងមង្រកតោធៈចង្កបរតាំងមង្រកតោធៈចង្កឬក៏សូមធៈចង្កបរតជួយរក្សាខ្ញុំនិងមួយទៀតអាដានាដយបរតាំងមង្រកតោអាដានាដយបរតាំងមង្រកតោអាដានាទយបរិត្តជួយរក្សាខ្ញុំនឹងល្អបានស្វាត់ជីទៅយកជាទីពឹងសម្រាប់យើងហើយប្រកបដោយមេត្តាចិត្តហើយសង្ខេបដោយអ្នកមោពុទ្ធស័កសូមនមស្ការចំពោះព្រះពុទ្ធអ្នកមោធម្មស័កអ្នកសូមនមស្ការចំពោះព្រះធម៌អ្នកមោសង្ឃស័កសូមនមស្ការចំពោះព្រះសង្ឃហើយយើងសូត្រប៉ុណ្ណឹងទៅឬក៏ចេះថែមពីនឹងទៀតទៅក៏បានដែរបងដូចហាងសុគិតោហោមីនិតតុខោអាហាំងអាវេរីហោមីអីហ្នឹងក៏ជាការល្អដែរណាបើយើងចេះទៅព្រោះកំពុងឲ្យច្បោកច្បល់ចេះមេត្តាចិត្តមានអនុភាពហើយប្រកាសនៅសច្ចធម៌នៅប្រកាសនៅមិនសច្ចធម៌គឺប្រកាសនៅពាក្យសច្ចៈបើយើងគិតមិនតិចថាចុះពាក្យសច្ចៈហ្នឹងមិនបានអាចថាពូកែម៉េះដូចអេតេនសច្ចវច្ចេនៈហោតមេចយមង្គលាំងអញ្ចឹងទៅដោយថាដោយពាក្យសច្ចៈនេះសូមសេរីសួស្តីកើតមានបុគ្គលដែលពោលពាក្យសច្ចៈមានអនុភាពប្រវត្តិរឿងរ៉ាវមានច្រើនណាបងទាំងសម័យពុទ្ធកាលទាំងសម័យយើងតើតោងនឹងថាបុគ្គលណាដែលគាត់ប្រកាន់មមនៅពាក្យសច្ចៈកាន់យកនៅពាក្យសច្ចៈដោយញាតិញោមដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងដោយពាក្យសច្ចៈនេះសូមសេរីសួស្តីកើតមាននៅក្នុងវិរតិមានរឿងមួយដែលម្ដាយនឹងគាត់មានជំងឺត្រូវការឈាមសាច់ទន្សាយស្រស់ឈាមសាច់ទន្សាយស្រស់ដល់អញ្ចឹងកូនបងគេបញ្ជូនកូនប្អូននឹងឲ្យទៅរកទន្សាយហើយកូនប្អូននឹងគាត់មិនដែលសម្លាប់សត្វផងហ្នឹងគាត់ឃើញទន្សាយគាត់ដើរទៅដើររកក្នុងព្រៃអីសពគ្រប់ទៅស្រាប់តែឃើញទន្សាយហ្នឹងវាតាក់ជើងជាមួយនឹងស្មៅហើយបើតាមតែការប្រើមកហ្នឹងគឺថាបំណងដើម្បីសម្លាប់នៅសត្វទន្សាយហ្នឹងយកឈាមបាទហ្នឹងហើយសម្រាប់នៅសាច់ទន្សាយហ្នឹងយកឈាមហ្នឹងយកទៅឲ្យមេត្តាហ្នឹងបរិភោគទៅផឹកទៅព្រោះម្ដាយហ្នឹងមានជំងឺត្រូវជាមួយនឹងឈាមហ្នឹងតទៅពេលខ្លួនឯងជាបុគ្គលអ្នកមិនធ្លាប់សម្លាប់សត្វមកដល់ពេលដើររកសត្វគេឲ្យដើម្បីទៅសម្លាប់វាជារឿងមួយដែលពិបាកក្តៅលែងមកបាទវាពិបាកត្រង់ថាបុគ្គលដែលមុតមមបុគ្គលដែលមាននៅធម៌មួយហ្នឹងថាមិនធ្វើនៅបាណាតិបាតដល់ឲ្យគេដល់គេឲ្យទៅសម្លាប់អញ្ចឹងវាជារឿងមួយដែលលំបាកបំផុតមិនថាឡើយសត្វធំhayសំបីសត្វតូចក៏ដោយក៏ធ្វើមិនកើតដល់ពេលបុគ្គលហ្នឹងឃើញសត្វទន្សាយតាក់ជើងនឹងស្មៅវាភ័យវាសត្វតរសេចក្តីចង់រស់ដូចគ្នាមនុស្សយើងបាទមិនថាសត្វមិនថាមនុស្សទេអារឿងមរណៈសញ្ញាហ្នឹងមានដូចគ្នាខ្លាចស្លាប់ដូចគ្នាដល់ពេលភ័យតក់ស្លុតអីអញ្ចឹងទៅឃើញ
ឃើញក៏ចេះគិតពិចារណាថាបើយកទៅជូនម្ដាយអាចរស់រានមានជីវិតចុះសត្វគ្នាចង់រស់ដែរបើឃើញយើងគ្នារត់ផិតភ័យអីយើងក៏ផិតភ័យគាត់ក៏ផិតភ័យអញ្ចឹងទៅក៏មិនសម្លាប់ទេស្រ័យសត្វទន្សាយហ្នឹងឲ្យរួចទៅប៉ុន្តែមុននឹងស្រ័យហ្នឹងដែលថាមុននឹងបលែងបាទក៏តាំងចិត្តណាដោយសច្ចៈហ្នឹងដោយពាក្យសច្ចៈថាតាំងពីខ្ញុំដឹងក្តីមកខ្ញុំមិនដែលសម្លាប់សត្វទេសូម្បីសត្វនឹងក៏ដែរសត្វទន្សាយនឹងក៏ដែរក៏មិនសម្លាប់ដែរដោយពាក្យសច្ចៈនេះសូមឲ្យជំងឺរបស់ម្ដាយនឹងជាសះស្បើយទៅអានឹងជាពាក្យសច្ចៈរបស់គាត់ពោលមុននឹងបលែងសត្វនេះដោយអនុភាពនៃសច្ចៈបារមីឬក៏សច្ចៈរបស់គាត់ហ្នឹងក៏សម្រេចបានម្ដាយរបស់គាត់ជាពីជំងឺគាត់បលែងសត្វហ្នឹងទៅដល់ពេលមកដល់ផ្ទះវិញអញ្ចឹងទៅគេក៏ស្ដីឲ្យគាត់សពគ្រប់អញ្ចឹងទៅឲ្យទៅរកសត្វមិនក៏មិនបានអីតាមដំណើរហ្នឹងតែពិនិត្យមើលអាការៈជំងឺរបស់ម្ដាយទៅក៏ធូរទៅហ្នឹងរឿងសច្ចៈបារមីសំខាន់ដែរណាតែយើងពេលដែលស្រុកការទុរភិក្សឬក៏ទុកលំបាកអីអញ្ចឹងពាក្យសច្ចៈរបស់យើងអាចរៀនប្រកាសឲ្យបានច្រើនជាងយកកំហឹងទៅទល់ណាយើងអាចមានបែបនៃធម៌សម្រាប់យើងអ្នករៀនធម៌អញ្ចឹងទៅឲ្យបានល្អប្រសើរប្រកាសនៅសច្ចវិជ្ជារបស់យើងក្នុងការដល់ពុទ្ធពធប្រសងនឹងឯងហ្នឹងហើយអញ្ចឹងអាលើកខាងដើមដើម្បីតម្រូវទៅតាមស្ថានភាពជាក់ស្ដែងយើងអាចពិចារណាបានណាហើយយកទៅស្វាត់ជាយអីសមគួរដល់ការចេះដឹងអញ្ចឹងទៅថតទុកហើយយ៉ាងកត់ទុកហើយណាបាទអាចមិនតែសម័យការសង្គ្រាមឯងខុសពីសង្គ្រាមក៏ប្រើបានដែរពេលណាក៏ប្រើបានដែរឲ្យតែយើងនៅសូត្រកើតណាហ្នឹងហើយក ណាអរគុណចាស់គ្រូកណានមស្ការថ្វាយគុំ ហ្នឹងហើយ រៀន កណាសូមឱកាសលោកចាស់មោរៈបរិត្តមង្រខតុហ្នឹងនឹងអឺបរិត្តឧទេតញ្ញចក្ខុមាហ្នឹងលោកចាស់ ហ្នឹងហើយក ណាទៀនកណាអរគុណ ថាឲ្យត្រូវបងណាមោរៈបរិតតាំងបាទ មោរៈបរិត្តតាំងមង្រខតុ រខតោ រខតុកណាអរគុណ មោរៈបរិតតាំងមង្រខតោ កណាសូមឱកាសចាស់គ្រូកន្លែងហ្នឹងយកតាលក្ខណៈគោលខាងដើមចាស់គ្រូអត់យកតែឈ្មោះបរិទ្ធខាងដើមចាស់គ្រូណា យកឈ្មោះបរិត កណា តែអានឲ្យត្រូវផងណាបាទ កណាធ្លាប់រៀនអានតាំងពីលោកគ្រូគូសុភាពធ្លាប់បង្ហាញតាំងពីមិនខែមុនតាំងសង្គ្រាមលើកមុនណាចាកណាអរគុណ ហ្នឹងហើយតែអញ្ចឹងយើងបានបន្តមេរៀនរបស់យើងបន្តិចទៅ កាលពីសប្តាហ៍មុនយើងបានសិក្សាអំពីមោហៈហ្នឹងហើយដល់សភាពមោហៈនៅក្នុងវិជ្ជកិច្ឆាណាគឺសំដៅដល់សេចក្តីសង្ស័យមោហៈសេចក្តីល្ងងល្ងងទៅតែម្ដងការមិនចេះមិនដឹងលោកឲ្យឈ្មោះថាមោហៈអាសភាពនៃការវង្វេងមោហៈតើវង្វេងអីខ្លះអូច្រើនទៅណាការមិនដឹងក្នុងនាមរូបការមិនដឹងដោយសំបីថាការមិនដឹងក្នុងបុណ្យការមិនដឹងក្នុងបាបការមិនដឹងក្នុងហេតុដែលគួរនិងមិនគួរដូចច្បោកច្បល់សម័យបច្ចុប្បន្នដែលលើសង្គ្រាមអីកើតឡើងអញ្ចឹងវាកើតឡើងមកអំពីសេចក្តីល្ងឹតល្ងងរបស់សត្វទាំងឡាយហ្នឹងឯងវាមិនមែនមកពីបញ្ញាទេហើយចាប់យកចំណុចហ្នឹងឯងថាជាគ្រឿងសំខាន់របស់ខ្លួនបានអីហើយផ្សេងអញ្ចឹងទៅសម្រាប់អ្នកដតីធ្វើហេតុនេះធ្វើហេតុនោះអញ្ចឹងទៅហាក់ដូចជាថាវាត្រេកអរមនុស្សយើងដល់មែនតើវាត្រេកអរនៅក្នុងរឿងហ្នឹងមែនតើតែគួរឲ្យសង្វេគមួយចំណុចតែណាញាតិញោមគួរតែប្រយ័ត្ននៅក្នុងន័យហ្នឹងនឹងបុគ្គលពេលអាប់អត់ប្រាជ្ញាសម្គាល់យកសេចក្តីហ្នឹងថាដូចជាប្រសើរតែវាមិនមែនជារឿងប្រសើរទេយើងអាច
រក្សាចិត្តរបស់ខ្លួនឯងឲ្យបានច្រើនល្អប្រសើរទៅតាមដំណើរហ្នឹងទៅមានតែការលះបង់កិលេសទេណាបានប្រសើរមានតែការចម្រើនបញ្ញាទេចម្រើនសតិទេបានប្រសើរបើមិនចម្រើនសតិទេចម្រើនតែមោហៈគឺសេចក្តីងងងមិនប្រសើរទេលោកនេះនឹងឆេះទៅបានដោយភ្លើងគឺលោភៈក៏ឆេះបានដោយកំហឹងគឺទោសៈក៏ឆេះបានដោយសេចក្តីវង្វេងគឺមោហៈនឹងឯងជាធំនឹងផងដែរក៏ធ្វើឲ្យវង្វេងលែងដឹងអ្វីខុសអ្វីត្រូវអញ្ចឹងណាតាមតែចិត្តខ្លួនឯងដូច រឿងរ៉ាវហ្នឹងហើយព្រះអង្គុលីមានអីចឹងទៅការដែលលោកមិនតាន់ទៅជាអរិយបុគ្គលណាបាទបញ្ញាមិនតាន់ចម្រើនឡើងទើជឿតាមពាក្យរបស់អាចារ្យអីចឹងទៅដើរសម្រាប់មនុស្សឲ្យបានច្រើនឲ្យសម្រាប់ទៅសម្រាប់ការបានច្រើនកាត់យកម្រាមដៃកាត់យកកម្រាមដៃនេះយកមកដោតក្រងពាក់ជាមួយកកតែបាន1000នាក់ហ្នឹងហើយនឹងខ្លាយទៅជាមនុស្សពូកែហ្នឹងហើយធ្វើតាមពាក្យរបស់អាចារ្យគ្រូនឹងឯងរហូតដល់ដើរសម្លាប់ហ្នឹងហើយចំនួននោះវាអត់មានអាវុធទំនើបអីបល័យលោកអីក៏ភ្លើងមានអីណាកំបិតមានអីនឹងឯងតែដោយសារមនុស្សមានកម្លាំងខ្លាំងហើយសម្លាប់អាចកាប់យកដៃយកអីផ្សេងយកមកក្រងធ្វើដូចជាកម្រងមាលាហ្នឹងយកមកពាក់ជាមួយនឹងកកហ្នឹងអាការមិនចេះមិនដឹងយើងមើលនៅអញ្ចឹងដូចគ្នាថាមិនចេះមិនដឹងហ្នឹងពង្វេងសេចក្តីហ្នឹងរហូតដល់បានពណ៌ត្រូវអរិយសច្ចធម៌ជួបព្រះសម្មាសម្ពុទ្ធជាបុគ្គលសពបរោះប្រព្រឹត្តបដិបត្តិស្ដាប់ធម៌បានសម្រេចទៅជាព្រះអរិយបុគ្គលជឿមើលទៅជាបុគ្គលមួយដែលថាខុសគ្នាម្នាក់ទៀតមេឃនឹងដីមកពីដើមបាណាតិបាតហ្នឹងគឺថាពេញចិត្តរីករាយក្នុងការធ្វើមកតែដល់ពេលយល់ត្រូវពណ៌ត្រូវសាបគប់ព្រះសម្មាសម្ពុទ្ធបានសម្រេចអរិយធម៌ទៅជាបុគ្គលមួយដែលផ្សេងមួយទៀតយល់ច្បាស់នៅក្នុងសេចក្តីហ្នឹងការដែលមោហៈវាគ្របសង្កត់មោហៈកើតឡើងគឺអត់ដឹងទេអត់ដឹងសេចក្តីពិតអីទេតែពេលមោហៈហ្នឹងវាលះបង់ទៅបញ្ញាចម្រើនឡើងបានដឹងថាទង្វើដែលខ្លួនឯងធ្វើពីមុនមកនេះវាមិនសមគួរទេគឺជាទង្វើរបស់អសប្បុរសអញ្ចឹងការបានហេតុនៅក្នុងអវិជ្ជាដូចបានដឹងអញ្ចឹងថាព្រោះអាចថារមែងបាននៅវត្ថុដែលមិនគួរបានដោយសារបុគ្គលអ្នកមានអវិជ្ជាដែលនៅមានអវិជ្ជាអាសេចក្តីនឹងគិតល្ងងហ្នឹងរមែងបាននៅវត្ថុដែលមិនគួរបានអកុសលកម្មបាទជាវត្ថុដែលមិនគួរបានអញ្ចឹងទៅនាំគ្នាប្រព្រឹត្តធ្វើអីតែអាហ្នឹងមិនគួរបានអីកាយកម្មនៅក្នុងអកុសលហ្នឹងហើយកាយទុច្ចរិតវិជ័យទុច្ចរិតមនោទុច្ចរិតសត្វតែអំពើអកុសលទាំងអស់សត្វតែជាហេតុនៃសេចក្តីវិនិច្ឆ័យទាំងអស់ព្រោះអវិជ្ជាជាហេតុបែរទៅជាបាននៅវត្ថុដែលគេបោះបង់ចោលបានហ្នឹងបានន័យថានៅវត្ថុទាំងអស់នេះសម្រាប់ព្រះអរិយបុគ្គលលោកអត់មានត្រេកអរទេលោកមិនទៅត្រេកអរហើយវាអត់មាននៅក្នុងព្រះអរិយបុគ្គលទៀតព្រោះលោកលះបង់ហើយតែពុទ្ធជនអបអត់ប្រាជ្ញាចាប់យកអាកាយទុច្ចរិតវិជ័យទុច្ចរិតហ្នឹងថាដូចជាទីពឹងរបស់ខ្លួនទុកដូចជាក្លឹមរបស់ខ្លួននេះព្រោះតែនៅមានអវិជ្ជាត្រង់ថាអវិជ្ជាមួយទៀតអាសេចក្តីមិនចេះមិនដឹងហ្នឹងគឺថាมันបាននៅវត្ថុដែលគួរបានវត្ថុដែលគួរបានគឺកុសលកម្មកាយកម្មវិជ័យកម្មមនោកម្មហ្នឹងគឺជាវត្ថុដែលគួរបានទាំងព្រះរិយបុគ្គលអ្នកអស់កលក៏គួរបាននៅវត្ថុទាំងអស់ហ្នឹងជាទីត្រេកអរតែបែរទៅជាមិនបានសម្រាប់បុគ្គលអ្នកមានអវិជ្ជាហ្នឹងហើយអត់បានសម្រាប់បុគ្គលអ្នកនៅមានអវិជ្ជាមោហៈសេចក្តីងឹតងងបាទអវិជ្ជាចឹងកាលពីសប្តាហ៍មុនយើងបានសិក្សាអំពីសេចក្តីនៃវិជ្ជកិច្ឆាគឺការសង្ស័យញាតិញោមធ្លាប់ចាំទេថាការសង្ស័យរឿងហូបបាយរឿងទុកស្បែកជើងទុកសម្លៀកបំពាក់ត្រង់នេះត្រង់នោះអានឹងជាវិជ្ជកិច្ឆាទេសមការមិនមែនវិជ្ជាកិច្ឆាទេចាស់គ្រូទេទេមែនទេណាអានឹងជាវិជ្ជាកិច្ឆាតែមិនបាននាំទៅក្នុងអបាយភូមិទេចាស់គ្រូនេះជាការសង្ស័យជាវិជ្ជាកិច្ឆាបាទហ្នឹងឈ្មោះក្រៅថាវិជ្ជកិច្ឆាតែវាមិនមែននៅក្នុងសេចក្តីដែលជាមោហៈនេះទេបើជាមោហៈនេះវាតតែប្រព្រឹត្តទៅដើម្បីទៅកាន់អបាយភូមិបានសេចក្តីសង្ស័យមានដូចជាសេចក្តីសង្ស័យក្នុងព្រះពុទ្ធគេថាពុទ្ធថេកង្កតេសង្ស័យក្នុងព្រះពុទ្ធមានពិតប្រកបដែរឬទេព្រះអង្គទ្រង់ត្រាស់ដឹងឡើងក្នុងលោកដែរឬទេ
ធម្មេកង្កតេសង្ស័យទៅក្នុងចំណែកនៃពធមានពុតប្រកបដែរឬទេសង្ស័យក្នុងប្រសង្ឃសង្ឃេកង្កតេសង្ស័យក្នុងសិក្ខាហ្នឹងហើយសិក្ខាយកង្កតេសង្ស័យក្នុងខន្ធាតុដែលជាអតីតពីមុនធ្លាប់កើតជាអីណាបើដោយនៃបញ្ញត្តិស្ដាប់ទៅត្រង់ថាពីមុនកើតជាអីរឿងពីអតីតបបន្តែកង្កតេពីមុនកើតជាអីណាបានមកដល់ទីនេះខណ្ឌពីអតីតហ្នឹងវាយ៉ាងម៉េចអាហ្នឹងសង្ស័យអញ្ចឹងណាហើយមិនដាច់ស្រេចអបរន្ទេកង្កតេសង្ស័យក្នុងខណ្ឌជាដើមដែលជាអនាគតត្រង់ថាតទៅខាងមុខទៀតហ្នឹងកើតជាស្អីអញ្ចឹងបើមិនចាក់ឲ្យដាច់ត្រង់ថាវាជាហេតុបច្ច័យរបស់សភាវធម៌អីទេយើងគិតយកសង្ស័យយកហ្មងដឹងថាពិតឬក៏មិនពិតឬក៏កើតជាអីសពគ្រប់តាមដំណើរអញ្ចឹងទៅមួយទៀតថាបបន្តាអបបន្តាវរន្ទេកង្កតេខន្ធាតុអតីតនឹងឯងទាំងអតីតទាំងអនាគតសង្ស័យដូចគ្នាហើយនឹងការសង្ស័យក្នុងបដិច្ចសមុបាទ ដែលមានអវិជ្ជាជាហេតុធ្វើឲ្យសង្ខារកើតឡើងវិញ្ញាណនាមរូបសលាយតនៈរហូតដល់ជាតិជារាមរណៈភពកើតឡើងហ្នឹងនៅក្នុងបដិច្ចសមុបាទធម៌ហើយធ្វើម៉េចដើម្បីឲ្យអស់នៅសេចក្តីសង្ស័យហ្នឹងតែបើចង់ឲ្យអស់សេចក្តីសង្ស័យត្រូវរៀនឲ្យបានច្រើនរៀនស្ដាប់សាកសួរមើលបីដកអីហ្នឹងហើយធ្វើទុកក្នុងចិត្តឲ្យល្អប្រពៃសន្តានារឿយស្ដាប់ធម៌រឿយអត់សង្ស័យទេអ្នកដែលសង្ស័យគឺអ្នកមិនរៀនហ្នឹងហើយថាមិនរៀនហើយមិនសាកសួរមិនស្ដាប់ធម៌ហ្នឹងអង្គុយត្រេះរិះខ្លួនឯងយើងមិនមែនជាអ្នកមានបញ្ញាញាណខ្លាំងអីបើសិក្សាតិចស្ដាប់តិចងាយក្នុងការដែលកើតនៅសេចក្តីសង្ស័យសពិចសពិលក្នុងគុណព្រះរតនត្រ័យនឹងអាត្មាបញ្ជាក់ប៉ុណ្្នឹងចោះយើងចូលទៅក្នុងមោហៈដោយនៃមួយទៀតព្រោះក្នុងមោហៈនេះមាន2មានសេចក្តីសង្ស័យវិជ្ជកិច្ឆានេះមួយហើយនឹងមានឧត្តចៈគឺសេចក្តីរវើរវាយនេះមួយឧត្តចៈនេះធរនេះប្រហែលកើតសម្បូរឥឡូវនេះបងឧត្តចៈសម្បយុត្តប្រកបទៅដោយសេចក្តីរាយមាយសេចក្តីរសាប្រសល់ណារាយមាយរសាប្រសល់វាអត់តាំងមាំនៅក្នុងអារម្មណ៍មោហៈប្រភេទហ្នឹងឈ្មោះថាឧត្តចៈទៅត្រង់ថាវាជាសេចក្តីរាយមាយរបស់ចិត្តសេចក្តីនៅមិនសុខរសាប្រសល់មិនតាំងមាំក្នុងអារម្មណ៍ជាឈ្មោះរបស់ឧត្តចៈមែនពិតឧត្តចៈវាកើតឡើងក្នុងអកុសលចិត្ត12ដួងទោះបីដូច្នេះសំបីវាកើតឡើងក្នុងចិត្តដួងដតីបានតែកម្លាំងវាខ្សោយព្រោះធម៌ដែលមានលោភៈទោសៈជាដើមក្របសង្កត់ប៉ុន្តែឧត្តចៈនេះក្របសង្កត់បានវាមានកម្លាំងខ្សោយត្រង់ថាក្នុងអកុសលចិត្តណាបាទលោភៈទោសៈមោហៈចឹងលោភៈទោសៈវាសិតតែមានអីវាមានមោហៈនឹងប្រកបរួមជាមួយយើងរៀនអំពីមូលនឹងឃើញទាំងលោភៈទាំងទោសៈដែលកើតឡើងសិតតែមានមោហៈកើតឡើងទាំងអស់អញ្ចឹងសភាពរបស់ឧត្តចៈចេតសិកមួយនេះមោហៈឧត្តចៈចិត្តមួយនេះវាមានកម្លាំងខ្សោយជាងចិត្តដតីគឺខ្សោយជាងមួយទៀតគឺសេចក្តីសង្ស័យដែលហៅឈ្មោះថាវិជ្ជកិច្ឆាតែវាកើតជាមួយគេដែរអានេះបើនិយាយអំពីដំណើរណា11ដួងក្នុងអកុសលចិត្ត12ដួងលោភៈ8ដួងទោសៈ2ដួងមោហៈ2ដួងហ្នឹងមានតែមោហៈចុងក្រោយហ្នឹងឯឧត្តចៈហ្នឹងអាសេចក្តីរវើរវាយសេចក្តីរសាប់រសល់អត់តាំងមាំក្នុងអារម្មណ៍គិតទៅបន្តិចគិតទៅបន្តិចចឹងទៅរហូតដល់សម្រានមិនលក់គិតសង្គ្រាមបន្តិចទៅឃើញនេះបន្តិចទៅរោគនេះកើតឡើងបន្តិចទៅខ្វល់ខ្វាយបន្តិចចឹងទៅអាណិតអីបន្តិចទៅបន្តិចទៅស្រឡាញ់បន្តិចទៅរហូតដល់ចិត្តហ្នឹងវាអត់ស្ងប់ចិត្តរវើរវាយអត់តាំងមាំនៅក្នុងអារម្មណ៍តែមួយអត់មានឯកកតាចិត្ត11ដួងសិតតែអាចនាំឲ្យទៅបដិសន្ធិបានបងលោភៈ8ទោសៈ2មោហៈ1
នឹងគឺសិតតែនាំទៅកាន់អបាយនាំបដិសន្ធិក្នុងអបាយភូមិបានក្នុងអកុសលចិត្ត11តែឧត្តចៈមួយនេះវាកើតក្នុងគេមែនកើតជាមួយនឹងចិត្តដតីផ្សេងទៀតអកុសលដូចគ្នាតែវាមានកម្លាំងខ្សោយជាងគេវាមានកម្លាំងខ្សោយវាអាចធ្វើឲ្យចិត្តនឹងរវើរវាយមិននាំទៅកាន់អបាយភូមិមែនដោយត្រង់តែជាបច្ច័យបានតែជាបច្ច័យនាំឲ្យចិត្តផ្សេងដែលជាប្រភេទអកុសលហ្នឹងទាញទម្លាក់ទៅក្នុងអបាយភូមិបានហ្នឹងដូចវាបើកឱកាសហ្នឹងចាំយើងមើលបន្តិចទៀតទៅឃើញព្រោះថាវាមានកម្លាំងខ្សោយហើយចិត្តប្រភេទនេះហ្នឹងហើយតតែព្រះអរហន្តទើបលះបានឧត្តចៈមួយហ្នឹងបងបើវិចេកច្ឆាត្រឹមសោតាព្រះរិយបុគ្គលថ្នាក់ដំបូងហ្នឹងគឺអាចលះបង់បានសេចក្តីសង្ស័យក្នុងពុទ្ធពធប្រសងហ្នឹងកាលណាបើសោតាប្រកាសឡើងគឺលះបង់ហើយកាលណាបើមគ្គកើតឡើងសោតាបតិមគ្គប៉ុន្តែឧត្តចៈនេះអត់ទេមានព្រះសោតាក៏នៅមានព្រះសក្តិក៏នៅមានអនាគាក៏មានដល់ព្រះអរហត្តមគ្គកើតឡើងទើបលះបង់ទៅបានណាព្រះអរហន្តណាទើបលះបង់ទៅបានអញ្ចឹងវាមានលក្ខណៈពិសេសជាងចិត្ត11ដួងខាងដើមហ្នឹងគេហៅថាឧត្តចៈកើតឡើងដោយការដែលយើងមិនបានតាំងមាំក្នុងអារម្មណ៍ផ្សេងដូចស្មាននៅទៅលើថាយើងមានសង្គ្រាមមានអីអញ្ចឹងចិត្តមិនងាយស្ងប់ទេបងគិតពីសង្គ្រាមអីទៅគិតពីស្រុកទេសគិតពីញាតិមិត្តបងប្អូនសាច់សាលោហិតជនរួមជាតិអីផ្សេងកើតចិត្តមិនសប្បាយកើតចិត្តមិនស្ងប់អញ្ចឹងទៅឃើញព័ត៌មានរហូតដល់ពិបាកគ្រប់គ្រងចិត្តសម្រាប់អត់លក់ក៏មានដែរញាតិញោមខ្លះហ្នឹងតាមលឺមកហ្នឹងឃើញទៅទឹកភ្នែកហូរច្រក់ហូរស្រក់ក៏មានដែរបាទអញ្ចឹងទៅជួបប៉ះសបាយទៅសបាយទៀតអញ្ចឹងទៅឃើញយ៉ាងត្រេកអរទៀតតែប៉ះរឿងមិនសបាយហ្នឹងក៏ចាប់ដើមទៀតដែរអញ្ចឹងវាសភាពនៃផ្លូវចិត្តកន្លែងហ្នឹងវាតែងតែមានការដែលมันបានគ្រប់គ្រងឲ្យបានល្អវាអត់មានអេកកតាព្រោះប្រសពជាមួយនឹងអារម្មណ៍ផ្សេងដូចសម័យយើងបច្ចុប្បន្ននឹងការរវើរវាយការរសាប់រសល់ចិត្តមិនបានស្ងប់អាហ្នឹងគេហៅថាឧត្តចៈលក្ខណៈទីចតុកៈរបស់ឧត្តចៈមានសភាពមិនស្ងប់បងអវូបសមលក្ខណៈមានការមិនស្ងប់ជាលក្ខណៈអាចិត្តដែលមិនស្ងប់គឺជាឧត្តចៈហ្នឹងឯងការមិនស្ងប់ញាតិញោមសម្រានមិនលក់គិតអីវាដូចច្បុកច្បល់ចិត្តអាមិនស្ងប់រឿងនេះតិចរឿងនោះតិចច្បុកច្បល់ចូលគ្នាហ្នឹងអាសភាពហ្នឹងគេហៅថាឧត្តចៈមួយទៀតថាអនវត្ថានរសាំងមានការមិនតាំងនៅក្នុងអារម្មណ៍មួយជាកិច្ចឯកកតាគឺជាឈ្មោះរបស់ការដែលតាំងមាំក្នុងអារម្មណ៍មូលតែមួយដល់ពេលអាមិនតាំងមាំមិនមូលតែមួយគេហៅថាលក្ខណៈជាកិច្ចរបស់ឧត្តចៈមិនតាំងមាំទេគិតអាមិនតិចទៅនោះតិចឃើញរឿងនេះគិតទៅនោះតិចឃើញរឿងនោះអីផ្សេងទី3ផតន្តបច្ចុប្បដ្ឋានហ្នឹងមានការញាប់ញ័រជាអាការៈប្រកបវាអត់តាំងមាំណាការញាប់ញ័រអត់រឹងមាំឬក៏អត់ច្បាស់លាស់ហើយនឹងទី4អយោនិសោមនសិការៈបតដ្ឋានឹងមានអយោនិសោមនសិការៈជាហេតុចិត្តហ្នឹងហើយការធ្វើទុកក្នុងចិត្តដោយមិនត្រូវទំនងឧត្តចៈកើតឡើងម្ដងទៀតយើងមើលថាធម៌ដែលឈ្មោះថាឧត្តចៈវាកើតឡើងច្រើនមានការមិនស្ងប់មានការមិនតាំងមាំក្នុងអារម្មណ៍មានការញាប់ញ័រមានការធ្វើទុកក្នុងចិត្តដោយមិនត្រូវទំនងធ្វើម៉េចបើសភាពការអញ្ចឹងឲ្យចិត្តរបស់យើងទៅជាចិត្តដែលស្ងប់ទៅបានកុំឲ្យវាច្បុកច្បល់ច្រើនរៀនលះនៅសភាពរបស់ឧត្តចៈសភាពរបស់ឧត្តចៈបើលះបង់ទៅបានមួយទៀតស្តៀងទៅជាមួយនឹងវិជ្ជកិច្ឆាមិនដែរថាទីមួយស្ដាប់ឲ្យបានច្រើនរៀនស្ដាប់ញាតិញោមមានធម៌បើអាសាបើស្ដាប់រស់នៅជាមួយធម៌បានរឿយមានវិទ្យុក៏ដោយមានទូរស័ព្ទក៏ដោយសម័យយើងឥឡូវមានទូរស័ព្ទណាបើញឹកញាប់រឿយកុំឆ្ងាយពីធម៌ចិត្តរបស់យើងនេះពិបាកទូមានណាតែឆ្ងាយពីធម៌សាមើលបំទៅហើយបងមិនដឹងទៅណាសត្វតែដូចខ្លែងដាច់ខ្សែឡើយហើយទៅហើយតែឆ្ងាយពីធម៌អញ្ចឹងកុំឆ្ងាយពីធម៌ត្រូវឧស្សាហ៍ក្នុងការស្ដាប់បណ្ដុះនៅសទ្ធារបស់យើងហើយក៏កុំឲ្យចិត្តរវើរវាយនឹងគ្របសង្កត់យើងបាន
មួយទៀតបើចង់លះបង់ដូចគ្នាគឺត្រូវចេះសាកសួរបើឆ្ងល់អីចឹងទៅកុំនៅត្រេះរិះទៅជាការសង្ស័យឬក៏ទៅជាការរវើរវាយចិត្តមិនស្ងប់យើងសាកសួរបានយើងសាកសួរហ្នឹងហើយមួយទៀតត្រូវចេះក្នុងព្រះត្រៃបិដកទាំងវិន័យប្រសូតអភិធម្មយើងអាចចេះមួយណាទៅបានក៏លះបង់សេចក្តីនឹងទៅដែរខ្សែគប់ជាមួយនឹងបុគ្គលដែលគួរចម្រើនគឺកល្យាណមិត្តនឹងខ្សែគប់ដែលការគប់របស់បុគ្គលដែលចម្រើនអ្នកមានកុសលធម៌អ្នកមានកល្យាណមិត្តនឹងមានការសន្ទនារឿយៗនឹងបានណាអាចលះបង់ទៅបានពុំដូច្នោះទេអត់ទៅណាទេសភាពឧត្តចៈហ្នឹងនៅចឹងឯងធ្វើរវាយចឹងអាត្មាធ្លាប់មានអបចិត្តប្រភេទហ្នឹងដែរចិត្តប្រភេទឧត្តចៈហ្នឹងវាកើតឡើងអានេះវាមិនមែនថាវាមិនកើតវាកើតច្រើនតែមកចំណែកមួយហ្នឹងធ្លាប់រៀនធម៌អញ្ចឹងណាពងរៀនទិញចឹងទៅស្រាប់តែចិត្តហ្នឹងកើតឡើងតែមើលបានធ្វើបន់ជូនមកទៅជូនយាយជូនតាជូនញោមអីចឹងណាបែរជាល្អហើយទិញធម៌បណ្ដាក៏ទៀតទេត្រូវចាត់ចែងធ្វើម៉េចទៀតត្រូវមុនលោកយ៉ាងម៉េចត្រូវម៉េចរហូតដល់ពេលហ្នឹងវាទៅជាអាការៈមួយថាវាឈឺក្បាលណាដោយសារព្រោះចិត្តហ្នឹងវាច្បោកច្បល់ជាមួយគ្នាចិត្តហ្នឹងវាអត់ស្ងប់ក្នុងអារម្មណ៍តែមួយអាហ្នឹងប្រភេទហ្នឹងចិត្តបែបហ្នឹងគេហៅថាឧត្តចៈគាត់ថាវាមិនមានទោសអីដូចសភាពផ្សេងទៀតណាបាទបើនិយាយអំពីអកុសលចិត្ត11ដួងរបស់គាត់មកសិតតែអាចនាំបដិសន្ធិទៅអបាយភូមិបានតែចិត្តប្រភេទនេះអត់ទេវាមានកម្លាំងខ្សោយជាងគេអត់នាំទៅកាន់អបាយភូមិដោយចម្ពោះទេតែជាហេតុជាបច្ច័យទៅបានឧទាហរណ៍ថាបុគ្គលអ្នកទៀបស្លាប់កើតចិត្តរវើរវាយកើតចិត្តរវើរវាយរឿងនេះតិចរឿងនោះតិចដែលមិនទាន់បានសម្រេចរហូតដល់បើឱកាសឲ្យអកុសលហ្នឹងកើតឡើងអញ្ចឹងមានសភាពចិត្តដតីផ្សេងទៀតកើតឡើងនាំទៅកាន់អបាយភូមិបានអញ្ចឹងឧត្តចៈហ្នឹងការរក្សាចិត្តនៅតែត្រង់ពាក្យថាចិត្តតាំងតន្តាំងសុខាវហੰការអប់រំចិត្តដែលល្អរមែងនាំមកនៅសេចក្តីសុខកាលណាបើឧត្តចៈចម្រើនឡើងខ្លាំងពេករកសុខមិនឃើញនោះទេហ្នឹងហើយមកសង្ខេបប៉ុណ្ណឹងល្មមអាចស្ដាប់បានណាចំណែកផលដែលកើតអំពីមោហៈមូលចិត្តក្នុងសម័យណាដែលមនុស្សយើងច្រើនទៅដោយមោហៈសម័យនោះកើតនៅរោគកន្តរាយគឺអន្តរាយដែលកើតអំពីជំងឺដំកាត់បៀតបៀនឬក៏រោគស្លាប់ជាដើមផ្សេងយើងមើលបច្ចុប្បន្នឲ្យច្រើនវិញថាមនុស្សយើងសម្បូរដោយមោហៈយើងឃើញណាគឺសម្បូរដោយសង្គ្រាមសម្បូរដោយការបៀតបៀនគ្នាហើយក៏លះបង់នៅធម៌របស់មនុស្សធម៌របស់មនុស្សដូចសិល5ចេះដឹងខុសដឹងត្រូវដឹងបុណ្យដឹងបាបតែមោហៈកើតឡើងវង្វេងអស់ហើយបាទសភាពហ្នឹងវាវង្វេងហ្នឹងវាអត់ដឹងថាអ្វីដែលគួរអ្វីដែលមិនគួរបាទធ្វើហេតុសពគ្រប់បែបយ៉ាងឥឡូវយើងមើលដូចនៅតែលើកដដែលថាដូចវិនិស្សកម្មនៃសង្គ្រាមអញ្ចឹងសំបីវត្តអារាមក៏មិននៅដែរណាញោមហើយជីវិតមនុស្សសិតតែចង់រស់ដូចគ្នាក៏ត្រូវស្លាប់បាត់បង់ជីវិតឃើញគ្នាដូចសត្វធាតុមានឧបករណ៍មានអីផ្សេងបាញ់សម្លាប់អីផ្សេងអញ្ចឹងទៅបង្អួតបង្អអ្នកណាមានគ្រឿងនឹងខ្លាំងពូកែជាងអ្នកនោះដូចខ្លាំងអញ្ចឹងគេយកអាហ្នឹងមិនជាហេតុអីទេមិនមែនជារឿងយកបញ្ញាមកដោះស្រាយទេគឺមោហៈសេចក្តីងឹតងងនឹងឯងអញ្ចឹងបានត្រង់ថាអ្នកដែលមានចំណេះបង្កើតអាវុធទំនើបដើម្បីសម្លាប់មនុស្សសម្លាប់សត្វបរមាណូកំភ្លើងយន្តហោះនៅក្នុងធម៌ព្រះអង្គអត់សរសើរទេណាហើយក៏មិនមែនជាបញ្ញាដែរញាតិញោមកុំគិតថាតិចអាហ្នឹងជាតួបញ្ញាគេឆ្លាតដល់ហើយគេអាចបង្កើតនៅអាវុធបល័យលោកទៅបានបង្កើតអីផ្សេងសម្រាប់មនុស្សអីដូចជាងបានដឹងរាល់ថ្ងៃអញ្ចឹងណាថាហ្នឹងតិចបញ្ញាតែថាអត់ទេអាហ្នឹងមិនមែនជាបញ្ញាទេបើបញ្ញាបុគ្គលអ្នកមានបញ្ញាអាចរំដោះខ្លួនឯងរួចចាកសេចក្តីទុក្ខផងឆ្លាតក្នុងទីនេះគឺឆ្លាតក្នុងការមិនធ្វើបាបឆ្លាតក្នុងការចម្រើនកុសលធម៌អាហ្នឹងបានជាឈ្មោះរបស់បញ្ញាដោយឈ្មោះថាបញ្ញាមិនមែនជាការ
បង្កើតឡើងដើម្បីបៀតបៀនគេទេតែអានេះគេហៅថាដោយមនសិការៈបុគ្គលដែលផលិតនៅវត្ថុទាំងអស់នឹងបានគឺមនុស្សនឹងប្រកែត្រេះរិះពូកែក្នុងការនឹកគិតរាវរកទៅត្រូវធ្វើយ៉ាងនេះមួយយ៉ាងនោះមួយអញ្ចឹងណាដូចនៃវិទ្យាសាស្ត្រអានឹងគេហៅថាដោយធ្វើទុកក្នុងចិត្តដោយមនសិការៈមិនបញ្ញាទេបើបញ្ញាដូចថាបញ្ជាក់អញ្ចឹងក្នុងពុទ្ធសាសនាក្នុងពុទ្ធសាសនានេះព្រះអង្គសម្ដែងថាបុគ្គលអ្នកមានបញ្ញាគឺបុគ្គលដែលមិនធ្វើហេតុក្នុងការទៅបៀតបៀនអ្នកដទៃមិនមែនផលិតឡើងដើម្បីទៅបៀតបៀនអ្នកដទៃអាការផលិតដើម្បីបៀតបៀនអ្នកដទៃគឺដោយមនសិការៈដោយការគិតណាត្រេះរិះយ៉ាងនេះមួយយ៉ាងនោះមួយអីបរាជ័យប្រមាណដងទើបអាចផលិតនៅរបស់នឹងចេញមកហើយក៏បំណងហ្នឹងដើម្បីបង្អួតបង្អហើយដើម្បីសម្លាប់ហ្នឹងមិនដើម្បីឲ្យសត្វលោកនឹងមករួចចាកសេចក្តីទុក្ខទេត្រង់ដែលថាបុគ្គលដែលស្លាប់ទៅទាំងมันមានសេចក្តីក្តៅក្រហាយក្នុងការជាខាងក្រោយដូចរូបព្រះអង្គបរិនិព្វាននៅក្នុងក្រុងកុសិនារាព្រះអង្គបរិនិព្វានទៅដល់ក្នុងន័យថាវាមិនមែនមានរឿងអីដែលនៅក្នុងចិត្តច្រើនកង្វល់ក្នុងចិត្តច្រើនរហូតដល់ក្តៅក្រហាយធ្លាក់ទៅកាន់អបាយភូមិវាអត់មានទេតែបើអ្នកប្រាជ្ញអ្នកផលិតអាវុធទាំងអស់នោះសត្វតែអ្នកអាចស្ដាយក្រោយត្រឡប់ស្ដាប់ប្រវត្តិរឿងរ៉ាវអ្នកផលិតអាវុធបរមាណូហ្នឹងរហូតដល់ចុងក្រោយស្ដាយក្រោយនៃជីវិតខ្លួនឯងដែលថាបើសិនជាគេផលិតដើម្បីយកមកសម្លាប់មនុស្សអញ្ចឹងគាត់សុខចិត្តដើរលក់នីលកាលក់អីចិញ្ចឹមជីវិតធម្មតាវិញប្រសើរជាងព្រោះបើផលិតនៅវត្ថុទាំងអស់នោះយកមកសម្លាប់គ្នាណាអញ្ចឹងវាមិនមែនសុបាយចិត្តអីបើក្តៅក្រហាយស្ដាយក្រោយក្នុងការជាខាងក្រោយស្លាប់ទៅទាំងដូចថាដូចពាក្យខ្មែរថាបិទភ្នែកមួយចិត្តណាហ្នឹងក៏មាននៅក្នុងសេចក្តីហ្នឹងតែហ្នឹងត្រង់ថាមោហៈជាគ្រឿងបិទបាំងហ្នឹងហើយមោហៈបិទបាំងមិនឲ្យឃើញទៅតាមសេចក្តីពិតវាប្រស័យហេតុបច្ច័យនឹងញាតិញោមក៏បីជ្រាបនៅក្នុងន័យហ្នឹងទៅហើយដោយការចែកចុងក្រោយរបស់មោហៈដូចក្នុងលោភៈទោសៈមកដែរក្នុងការចែកទៅដោយន័យផ្សេងមោហៈកើតឡើងក្នុងសន្តានចិត្តរបស់បុគ្គលណាក្នុងពេលនោះបើពោលទៅដោយជាតិដូចគ្នាគឺអកុសលជាតិអកុសលចិត្តទាំង12ដួងហ្នឹងបូករួមជាមួយមោហៈនឹងផងឲ្យតែក្នុងសន្តានចិត្តរបស់បុគ្គលណាសម្បូរដោយសេចក្តីវង្វេងអត់អត្តប្រាជ្ញាមិនឆ្លៀសគឺជាតិរបស់គាត់គឺអកុសលចឹងគេហៅថាអកុសលជាតិមានជាតិជាបាបមានជាតិមិនល្អកំណត់មិនល្អពោលដោយភូមិមោហៈនេះកើតបានច្រើនដោយលោភៈដែរគឺក្នុងបណ្ដាភូមិទាំង31វាតែអសញ្ញ័យដែលអត់មានចិត្តចេញទេក្រៅពីនោះ30ភូមិទៀតពោលណាក៏មានមោហៈពីរដួងនឹងកើតបានដែរឲ្យតែមិនទាន់លះបង់បានអញ្ចឹងណា30ភូមិច្រើនណាបាទបើពោលដោយវេទនាក្នុងមោហៈមូលចិត្តពីរដួងនេះមានវេទនាជាឧបេក្ខាមានវេទនាជាឧបេក្ខាគឺកណ្ដាលណាអញ្ចឹងបានលោភៈមានវេទនាជាសោមនស្សផងមានវេទនាជាឧបេក្ខាផងទោសៈមានវេទនាជាទោមនស្សតែឧបេក្ខាមានវេទនាជាឧបេក្ខាបានដើរចូលបានទាំងលោភៈក៏ដើរចូលបានទាំងទោសៈក៏ដើរចូលបានព្រោះគាត់ជាឧបេក្ខាអញ្ចឹងកណ្ដាលចូលជាមួយលោភៈក៏បានជាមួយមោហៈក៏បានពោលដោយហេតុចិត្តទាំងអស់គឺជាអ្នកហេតុណាចិត្តទាំងអស់អត់ជាហេតុទេព្រោះហេតុទាំង6លោភៈហេតុទោសៈហេតុមោហៈហេតុអលោភៈអទោសៈអមោហៈហេតុគឺជាចេតសិកអញ្ចឹងចិត្តទាំងអស់គឺជាអ្នកហេតុប៉ុន្តែអាចប្រកបជាមួយហេតុបានប្រកបជាមួយហេតុក្នុងទីនេះគឺហេតុមានតែមួយទេគេហៅថាឯកហេតុកៈគឺមានតែមោហៈហេតុលោភៈមានហេតុ2ណាលោភៈហេតុមោហៈហេតុទោសៈមានហេតុ2គឺទោសៈហេតុមោហៈហេតុចំណែកឯមោហៈរបស់គាត់វិញគាត់មិនខ្វល់ជាមួយអ្នកណាទេគឺគាត់កើតតែឯងឯកហេតុកៈគាត់មិនខ្វល់គឺគាត់កើតតែឯងតែវែងតែមួយឯងសត្វលោកវែងគេថាមោហៈហេតុដោយសម្បយុទ្ធចាំមកសរុបខាងក្រោយឲ្យដោយសម្បយុទ្ធមាន2ណាជាវិជ្ជកិច្ឆាសម្បយុទ្ធមួយជាឧត្តចៈមួយអញ្ចឹងចិត្តហ្នឹងមានចិត្តមួយដួងជាវិជ្ជកិច្ឆាចិត្តមួយដួងជាឧត្តចៈដោយសង្ខារជាអសង្ខារិកมันមានការបបួលដឹកនាំដោយសោភណៈក្នុងចិត្តនេះជាអសោភណៈចិត្តมันជាចិត្តល្អនោះទេពុសោភណៈល្អដល់ពេលអសោភណៈគឺมันល្អ
ដោយឈានជាអ្នកឈានឬក៏វាមិនមែនជាឈានទេគេហៅថាអកុសលឈានហើយដោយលោកចិត្តនេះវាមិនមែនផុតលោកឯណាទេណាមិនជាលោកកន្ត្រៃទេគឺជាលោកយៈចិត្តដឹងអារម្មណ៍ក្នុងលោកហ្នឹងឯងដឹងវង្វេងដឹងសង្ស័យអញ្ចឹងណាលោកយៈចិត្តជាចិត្តរបស់លោកយៈជនហ្នឹងឯងដោយកិច្ចចិត្តហ្នឹងសំពេលណាវង្វេងធ្វើជាបញ្ញាកិច្ចស្ទុះទៅកាន់អារម្មណ៍វង្វេងមិនដឹងទៅតាមសេចក្តីពិតហ្នឹងគេហៅវង្វេងហ្នឹងឯងចិត្តសន្សំស្ទុះទៅកាន់អារម្មណ៍ដោយពីមុនមកដែរដោយអារម្មណ៍ទទួលបានអារម្មណ៍ទាំង6រូបសម្លេងក្លិនរសផតថាពៈទទួលបានទាំងអស់ហ្នឹងហើយវាលែងតែព្រះនិព្វាននិងលោកកន្តរធម៌ចេញមគ្គ4ផល4ចេញហើយព្រោះលោកកន្តរធម៌មិនមែនជាអារម្មណ៍របស់មោហៈទេណាហ្នឹងហើយព្រោះលោកកន្តរចិត្តនឹងបានមានព្រះនិព្វានមកជាអារម្មណ៍ចំណែកឯប្រភេទចិត្តនេះគឺត្រឹមតែជាលោកយៈនឹងឯងមានរូបសម្លេងក្លិនរសធម្មតាជាអារម្មណ៍អញ្ចឹងទៅដោយទ្វាកើតបានតាមទ្វា6ទ្វាភ្នែកចក្ខុទ្វាទ្វាតិចសោតទ្វាឃានអ្នកជីវហាកាយឬក៏មโนទ្វាកើតបានទាំងអស់ដោយសេចក្តីវង្វេងបានណាបាទចំណែកដោយវត្ថុកើតត្រង់ហត្ថយវត្ថុគឺទីតាំងរបស់ចិត្តគឺត្រង់យើងនិយាយថាបេះដូងឬក៏ឈាមបេះដូងហើយពោលដោយធាតុគឺជាមโนវិញ្ញាណធាតុដឹងអារម្មណ៍បានតាមទ្វាទាំង6ដឹងអារម្មណ៍ទាំង6បាននេះជាការសរុបមកវិញស្តៀងទៅនឹងលោភៈទោសៈដែលយើងបានចែកមកអញ្ចឹងណាតែនេះជាមោហៈគាត់ដាក់កន្លែងណាមោហៈត្រូវដូរហើយនេះតាមតនណាកណាទៀនតនលោកចា គណៈទានខ្លួនខ្លះចា កណាទៀនតនចាស់គ្រូ រឿងលឿនដែរវាដូចតែពីលោភៈទោសៈមកដែរមិនដែរញោមផ្សេងទៀតតណាងាត់ដែរណា ណាតនចាស់គ្រូ តាន់បានខ្លះចាស់គ្រូ ចាំបានខ្លះលោកម្ចាស់ តាន់ខ្លះតែតើស្ដាប់តែយើងមិនបានឆ្លងដង បាទ ស្ដាប់ ឥឡូវតនខ្លះមិនតនខ្លះហ្នឹងទុកខ្លះទៅសិនយកតែខ្លះមកសិនបន្ថែមឲ្យបន្តិចទៀតចាបើអត់មានអីទេចិត្តទាំងអស់ដែលកើតឡើងវាសិតតែមានមូលបើប្រៀបថាដើមឈើដែលតាំងនៅបានគឺត្រូវតែមានឫសគល់ឫសកែវរបស់វាមិនអញ្ចឹងណាដើមឈើមិនថាដើមនៅក្នុងទឹកឬក៏ដើមនៅលើគោកវាសិតតែមានឫសគល់ឫសកែវរបស់វាដែលអាចតាំងនៅទៅបានគេថាឫសយ៉ាងណាអកុសលដែលកើតឡើងវាសិតតែមានមូលរបស់វាដូចពាក្យត្រង់ថាមកពីយើងនៅមានមូលគឺលោភៈទោសៈមោហៈហ្នឹងហើយបាននាំគ្នាវង្វេងមិនដឹងតាមសេចក្តីពិតហើយវាមានបាបអកុសលហ្នឹងកើតចេញអំពីមានមូលហ្នឹងជាហេតុដោយដើមឈើដែលអាចតាំងនៅទៅបានមកអំពីមានឫសគល់ឫសកែវរបស់វាបើសិនជាអត់មានឫសអត់មានអីទេដើមឈើប្រហែលជាត្រូវខ្យល់ដួលរលំទៅបានព្រះអរិយបុគ្គលដែលលោកលះនៅលោភៈទោសៈមោហៈទៅបានអត់មានហេតុអីទៅធ្វើអកុសលទេបាទមានព្រះអរិយបុគ្គលណាទៅធ្វើអកុសលបានព្រោះលោកលះដូចលះលោភៈមិនធ្វើលោភៈលះទោសៈមិនខឹងក្រោធទេមិនលះមោហៈមិនមានសេចក្តីវង្វេងទេតែពុទ្ធជនដែលនៅមានចឹងឯងអញ្ចឹងខុសគ្នាត្រង់ថាវានៅមានមូលដែលនាំឲ្យធ្វើមូលក្នុងអកុសលចិត្តដោយការសរុបទៅគឺមានចិត្តមួយចិត្ត8ដួងឬក៏2ដួងលោភៈ8ទោសៈ2មោហៈ2សិតតែមានមូលរបស់វាជាហេតុធ្វើឲ្យកើតឡើងបានយើងមើលត្រង់ថាលោភៈមូលចិត្ត8ដួងមានមូលរបស់គាត់2ប្រចាំរបស់គាត់មកលោភៈមូលចិត្ត8ដួងហ្នឹងមានមូលរបស់គាត់ប្រចាំ2គឺមានលោភៈមូលរបស់គាត់នឹងមួយបូករួមជាមួយនឹងការវង្វេងគេហៅថាមោហៈមូលនេះមួយណាក្នុងលោភៈមូលចិត្ត8ដួងចែកទៅបើនិយាយពីមូល
ធំដែលជាហេតុធ្វើឲ្យកើតឡើងគឺមានមូលពីរគឺមកអំពីមានលោភៈនិងមួយនិងមោហៈមួយសេចក្តីចង់បានបូកជាមួយនឹងការវង្វេងចូលគ្នាជាហេតុធ្វើឲ្យលោភៈកើតឡើងនឹងលោភៈណាលោភៈកើតឡើងមានមូលពីរចំណែកការខឹងក្រោធគេហៅថាជាទោសៈទោសៈកើតឡើងក៏មូលពីរដូចគ្នាគឺមកពីមានទោសៈមូលនឹងមួយបូកជាមួយនឹងមោហៈមូលមួយទោសៈនិងមោហៈឃើញមោហៈដើរចូលជាមួយគេបានណាដើរចូលជាមួយលោភៈក៏បានជាមួយទោសៈក៏បានសិតតែជាហេតុធ្វើឲ្យការវង្វេងទៅបានហើយយើងមានតន់ជីកឬជីកគល់គាស់មេចង់បានមេវង្វេងហ្នឹងឯណាមេតោះគឺទោសៈមេវង្វេងហ្នឹងណាអញ្ចឹងវានៅក្នុងសន្តានរបស់យើងនៅកើតឡើងទៅបានរឿងណាត្រូវតោះភ្លាមរឿងណាត្រូវត្រេកអរដោយអំណាចលោភៈភ្លាមរឿងណាត្រូវទឹកភ្នែកភ្លាមឡើយហើយចំណែកមោហៈវិញមោហៈមូលចិត្តពីរដួងគាត់មានមូលតែមួយឯងអញ្ចឹងគាត់អត់ខ្វល់ពីលោភៈអត់ខ្វល់ពីទោសៈទេលោភៈទោសៈសិតតែមានមោហៈជាមូលជាមួយគ្នាដែរតែមេមោហៈវិញគឺគាត់មានមូលមួយរបស់គាត់គឺមោហៈមានតែមួយទេអញ្ចឹងណាអញ្ចឹងឫសគល់នឹងឯងដែលបានបែងចែកទៅបើបុគ្គលណាជីកឫសជីកគល់លះបង់នៅអកុសលមូលទាំង3នឹងឯងលោភៈទោសៈមោហៈសរុបមកបើយើងលះបង់បានល្អតែលះបង់មិនបានហ្នឹងបាននាំឲ្យធ្វើកម្មទៅផ្សេងហ្នឹងបាទដូចថាអ្នកដែលធ្វើកាយកម្មដែលទុច្ចរិតវចីកម្មដែលទុច្ចរិតមនោកម្មដែលទុច្ចរិតអញ្ចឹងទុច្ចរិតទាំង3ហ្នឹងកើតឡើងមកពីអីគឺមកអំពីលោភៈមូលទោសៈមូលមោហៈមូលបើដកតែលោភៈទោសៈមូលនឹងចេញគ្មានអ្នកណាចេះធ្វើបាបទេចាដោយព្រះអរិយបុគ្គលដែលលោកសម្រាប់ជាព្រះអរិយបុគ្គលណាលោកលះបង់ទៅតាមលំដាប់ថ្នាក់របស់លោកអញ្ចឹងបើលះបង់នៅហេតុទាំងអស់នឹងចេញណាអត់មានអ្នកណាធ្វើបាបអត់មានអ្នកណាសម្លាប់សត្វអត់មានអ្នកណាធ្វើហេតុនៃអកុសលទៅបានទេបើដកអកុសលមូលនឹងទៅបានប៉ុន្តែបើវាមានវិញអាហ្នឹងបានគួរឲ្យខ្លាចទង្វើកម្មចេញមកត្រង់ថាមិនតាន់បានលះលោភៈនៅលោភៈមិនតាន់បានលះមោហៈនៅមោហៈមិនតាន់បានលះទោសៈនៅទោសៈមកអំពីមានមូលទាំង3ហ្នឹងឯងនៅចឹងណាហ្នឹងហើយហើយដល់ពេលកាយសច្ចរិតវិជ័យសច្ចរិតមโนសច្ចរិតដែលថាញាតិញោមធ្វើល្អតាំងចិត្តក្នុងការធ្វើល្អអាការធ្វើល្អហ្នឹងដោយន័យស្រួលស្ដាប់ទេតែមកអំពីអលោភៈអទោសៈអមោហៈកើតឡើងក្នុងសន្តានរបស់យើងបានចេះធ្វើល្អទៅបានហ្នឹងហើយបើលោភៈវិញចង់បានតែដល់ពេលអលោភៈអទោសៈអមោហៈចម្រើនក្នុងចិត្តរបស់យើងបានថាអូសត្វលោកអ្នកនេះចេះធ្វើល្អចេះជួយសង្គ្រោះអ្នកដតីដូចជនភាសឹកអីអញ្ចឹងចេះធ្វើល្អដោយការចម្រើនកុសលធម៌មកពីអលោភៈអទោសៈមោហៈមានក្នុងសន្តានចិត្តរបស់គាត់តែបើហ៊ានទៅលោភៈទោសៈមោហៈកើតឡើងមើលបំចេញជាផ្លូវផ្សេងទៅឡើងហើយបាទក្នុងអកុសលតីផ្សេងអញ្ចឹងឯងអញ្ចឹងមិនត្រឹមតែប៉ុណ្្នឹងឯណាដោយការប្រៀបធៀបអញ្ចឹងថាឬដើមឈើមានឫសគល់ឬកែវរបស់វាអាចតាំងនៅបានយឹតយោងទៅបានសភាពអកុសលដែលកើតឡើងក៏ដូចគ្នាដែរសិតតែមានមូលរបស់គាត់ពាក្យថាមូលកន្លែងនេះគឺថាឫសបាទមូលនឹងជាឫសជាគល់ជាហេតុដែលធ្វើឲ្យកើតឡើងហ្នឹងហើយញាតិញោមមើលយើងនៅមានទេបើប្រៀបថាយើងនៅមានលោភៈនេះជាមូលណាមានចាស់គ្រូមានមោហៈទេមានចាស់គ្រូដែលមានពេញ មានទោសៈទេទោសៈមានមោហៈទេមានដែរបានរឿងរ៉ាវចាកើតឡើងរហូតដល់មោហៈហ្នឹងវែងអញ្ចឹងតែចឹងតន់ចិត្តណាចិត្តហ្នឹងគឺវាមានមូលធ្វើឲ្យណាកើតត់ទៀនតនលោកចាស់បាទផ្សេងទៀតតន់ណាតនទៀននឹងតនទៀនណាតនទៀនញាតិញោមរកមកដើមឈើអីដែលអត់មានឫសជួយគិតមើលថាដើមឈើអីដែលมันមានឫសអីអាចរស់បាន
មាន ដាក់ ទេ ទៅ លោក បាន អត់មែនទេ ដូចជា ចាស់ អត់ទេគុណចាស់ មានចាស់បានអាចរស់បាន ដូចជាកែវបង ដីប្រភេទដើមឈើក្នុងទឹកáប្រភេទរុក្ខជាតិវារីជាតិáមានឫសទេ ហើយតែមានឬដែរ មានអត់ទេមានរស់តែប្រហែលថ្ងៃហ្នឹងចាស់គ្រូ ឬ រស់ ស្ ខ្លះ ញាច 3ថ្ងៃអីហ្នឹងទៅវិញតែអត់រឹសហ៎ ចា អត់រឹសដូចមិនអាចរស់បាន ហ្នឹងហើយតែច្រើនយើងឃើញដើមឈើក៏វាមានឫសរបស់វាដែរចិត្តវាអត់ប្រើពាក្យថាឫសទេប៉ុន្តែវាមានមូល មូល តិចទៅនិយាយទៅចិត្តខ្ញុំមានឫសហ่ะ ខ្ញុំធ្វើឲ្យខ្ញុំខឹងមានឫសរើបាទហ្នឹងហើយបើដកឫសនឹងចេញបែរដើមឈើស្លាប់ចិត្តក៏ជាចំណែកល្អដែរពេលស្លាប់ចិត្តបាបហើយក ណាហ្វាយគុំម្ចាស់គ្រូអញ្ចឹងលោភៈមូលមោហៈមូលទោសៈមូលមោហៈមូលអីហ្នឹងកើតឡើងសិតតែមានមូលមិនមានឫសអញ្ចឹងចាស់គ្រូ បាទយើងថាឬវារែងពិបាកស្ដាប់បាទ កណាទៀត យើងថាចិត្តវាមានមូលបាទ កណា ឫសរបស់ចិត្តម្យ៉ាងដែរតែគេឫសរបស់ចិត្តណាសួរថាស្អីជាឫសរបស់ចិត្ត មូលមានមោហៈប្រកបជាមួយគ្រប់ដួង ឫសរបស់ចិត្តគេថាឆ្លើយបេះដូងបាទ រឿងរបស់ចិត្តហ្នឹងមានលោភៈមូលមោហៈមូលទោសៈមូលនិងមោហៈមូលហ្នឹងឯងចាស់គ្រូ យើងថាអញ្ចឹងក៏បានដែរតែយើងពីច្រើនក្នុងអភិធម្មហ្នឹងគេប្រើពាក្យមូលវិញពាក្យតែមូលហ្នឹងវានៅតែមូលហ្នឹងមូលៈហ្នឹងបានន័យថាជាក្នុងភាសាបាលីតាភាសាខ្មែរយើងប្រើតែឫសតែដែរណាមូលន័យថាវិនិយោសាសនាសមូលាំងវិន័យគឺជាឫសគល់នៃព្រះពុទ្ធសាសនាអញ្ចឹងវិន័យហ្នឹងគឺជាឫសគល់នៃព្រះពុទ្ធសាសនាអញ្ចឹងនៅប្រើពាក្យថាឫសហ្នឹងដូចគ្នាតែយើងនៅចង់បាននៅខឹងនៅវង្វេងបើយើងដកឫសហ្នឹងអាត្មាបញ្ជាក់ថាបើយើងដកឫសលោភៈហ្នឹងចេញស្រួលទេមើលស្រឡះខ្លួនដកឫសមោហៈចេញមួយមើលដកឫសទោសៈចេញមួយមើលញាតិញោមរៀនធម៌ប៉ុណ្ណឹងទប់ឫសហ្នឹងកុំឲ្យឫសហ្នឹងកម្រើករឿងស្រាខ្លួនដែរបើមិនម៉ាំងទៅម៉ាំងមកតែបើយើងប្រឡែងឫសហ្នឹងទាំងអស់អូអាហ្នឹងសើការទេបាទរស់សុខឃើញ ទុកបានលោកម្ចាស់ទៀនតែក៏មិនអាចទុកទាំងអស់ទេតនណាអត់អីឆ្នាំ ទៀន កណាតនទៀន ចិត្តថាខ្លួនណា ឥឡូវយើងបញ្ចប់បន្តិចទៀតតែម្ដងអញ្ចឹងនៅក្នុងការលះបង់យើងរៀននៅទីនេះហើយក៏បានយើងទៅរៀននៅខាងមុខក៏បានដែរត្បិតតែថាអកុសលវាជាកិលេសវត្តៈកិលេសវត្តៈវាជារឿងរ៉ាវរបស់កិលេសនៃសត្វលោកគ្មានអ្នកណាធ្វើឲ្យគ្មានអ្នកណាធ្វើឲ្យក្នុងទីនេះយើងក៏មិនជាអ្នកដែលទៀមទាមកដែរបាទមិនទៀមទាថាខ្ញុំត្រូវការកិលេសប៉ុណ្ណេះខ្ញុំត្រូវការដូចថាលោភៈប៉ុណ្ណេះត្រូវការទោសៈប៉ុណ្ណោះត្រូវការមោហៈប៉ុណ្ណេះយើងអត់ដែលចេះទៀមទាមកអញ្ចឹងទេព្រោះរឿងហ្នឹងគេហៅថាជាវត្តៈមួយជាកិលេសវត្តៈដែលជាសភាពសន្សំបន្តគ្នារបស់សន្តានចិត្តរហូតវាទៅជាអនុស័យកិលេសទាំងអស់ហ្នឹងគ្មានម្ដាយណាបង្កើតកូនមកហើយអ្នកឯងកូនឯងយកកិលេសប៉ុណ្ណេះទៅយកលោភៈប៉ុណ្ណេះយកទោសៈប៉ុណ្ណេះយកពីម្ដាយប៉ុណ្ណេះយកពីឪពុកប៉ុណ្ណេះយ៉ាងមើលមានតែញាតិញោមណាចែកទ្រព្យសម្បត្តិគឺកិលេសនឹងឲ្យដល់កូនទេអត់មានទេតែវាជាកិលេសវត្តៈដែលអាស្រ័យសភាពនៃការសន្សំរបស់សត្វលោកយើងមក
បើយើងអាចចែកបានបែរជាមិនចែកទេបើពួកដឹងថាហ្នឹងវាអត់ល្អក្នុងសន្តានគឺជាកិលេសវតាព្រោះការសន្សំមករឿយរបស់សត្វទាំងឡាយតែក៏មានធម៌ដែលជាគ្រឿងក្នុងការលះបង់ដូចជាអកុសលជាចិត្តបាបជាចិត្តដែលមានទុក្ខទោសច្រើនមានផលជាទុក្ខដោយការបៀតបៀនអ្នកដទៃអញ្ចឹងណាខ្ញុំមើលការបៀតបៀនវាកើតចេញពីចិត្តបាបរបស់យើងមុននឹងបៀតបៀនចេញទៅជាទង្វើកាយកម្មវចីកម្មចេញទៅជាវិញ្ញាតក្នុងការកម្រើកកាយកម្រើកវាចាទៅបានហ្នឹងពេលខ្លះក្នុងចិត្តហ្នឹងកើតឡើងវាក្តៅកាហាយមុនបាត់ហើយបជាអ្នកនេះអ្នកនោះអ្នកឯងធ្វើកម្មនេះអ្នកឯងធ្វើកម្មនោះហើយអ្នកក្រៅបង្គាប់បញ្ជាក៏មិនដឹងធ្វើម៉េចបើអ្នកលើបង្គាប់មកហើយក៏ធ្វើកម្មទៅអញ្ចឹងវាកើតចេញអំពីអីនេះអាកើតចេញអំពីមូលដែលយើងរៀនណាលោភៈទោសៈមោហៈហ្នឹងដែលនាំឲ្យធ្វើកម្មទៅបានអ្នកឯងទៅបៀតបៀនអ្នកនេះមួយអ្នកឯងទៅសម្លាប់អ្នកនេះមួយទៅគួរឲ្យខ្លាចត្រង់ថាបើពាក្យសម្ដីកាន់តែមានអធិពលអាវុធកាន់តែទំនើបទៀតវាទៅជាថាកិលេសហ្នឹងវានាំឲ្យធ្វើកម្មទៅបានណាទៅជាអកុសលកម្មហើយវាល្ងងក្រៃលែងត្រង់ទៀតត្រង់ថាសត្វលោកយើងវាអត់ដឹងថាហ្នឹងគឺជាអកុសលកម្មឯណាយើងមើលអ្នកដែលមែនតើមានដឹងថាហ្នឹងជាអកុសលកម្មឯងគិតថាបៀតបៀនទៅសម្រាប់ទៅវាតាមកំហឹងដោយសារគេនោះធ្វើរឿងមិនត្រូវចិត្តមកលើខ្លួនឯងអាហ្នឹងមិនជារឿងឆ្លាតទេនឹងងងគឺមោហៈហ្នឹងហើយវាសិតតែជាចិត្តដែលមានផលជាទុកជាទោសក្តៅខ្លោចផ្សាក្នុងការជាខាងក្រោយត្បិតតែថាអកុសលហ្នឹងកើតឡើងមានក្នុងសន្តានក៏ពិតមែនតែក៏មានធម៌ក្នុងការលះដែរចុះអ្នកណាដែលជាអ្នកព្រានប្រដៅប្រាប់នៅឧបាយនៅវិធីក្នុងការលះបង់ថាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីវិធីក្នុងការលះបង់នៅកិលេសដែលជាគ្រឿងសៅមងរបស់ចិត្តនៅឫសគល់របស់ចិត្តកាត់ចោលដោយមិនអាល័យរៀនលះបង់បន្តិចម្ដងក្នុងការលះហ្នឹងយើងមើលដោយខណៈដល់ទៅ3ឯណោះដោយថាដងមួយយើងមិនអាចយកកំបិតកាប់មួយកំបិតឲ្យដាច់ទៅបានទេគឺត្រូវប្រើរយៈពេលឬក៏ការសន្សំទៅបានក្នុងការលះនៅកិលេសក៏ដូចគ្នាដែរគឺទីមួយគេហៅថាជាតទាំងកបហានហ្នឹងគឺការលះជាគណៈលោភៈទោសៈមោហៈនឹងអាចលះជាគណៈដោយសារតែបុគ្គលនោះគាត់ជាអ្នកមានសិលការសមាធិនៅសិលអាចលះបង់នៅចិត្តបាបនឹងទៅបានឧទាហរណ៍ចង់សម្លាប់ខ្លួនឯងជាអ្នកមានសិលអត់កើតទេមិនគួរណាសម្លាប់ទេព្រោះខ្លួនឯងសមាធិសិលហើយអញ្ចឹងអត់សម្លាប់អាការដែលមិនសម្លាប់ហ្នឹងជាគណៈមួយជាគណៈអាហ្នឹងគេហៅថាតទាំងកៈហ្នឹងគឺជាគណៈថាមានសតិស្មារតីថាអាត្មាឯងមានសិលកុំតែអាត្មាឯងមានសិលទេកុំអីមិនຕົកឲ្យរួចខ្លួនទេត្រូវសម្លាប់បាត់ដែរតែខ្លួនឯងមានសិលអត់បានទេមិនមែនដូចពីមុនទេអញ្ចឹងតមយើងនិយាយថាតមអញ្ចឹងតែក្នុងន័យហ្នឹងគេហៅថាជាគណៈមួយដែលបុគ្គលវាចាកនៅការមិនសម្លាប់អាការដែលវាចាកហ្នឹងបើសម្លាប់គឺអកុសលមូលចម្រើនឡើងដល់ពេលមិនសម្លាប់គឺលះបង់តែលះបង់ហ្នឹងបានគណៈខ្លួនឯងនេះមានសិលចឹងទៅចឹងក៏ទុកសិនណាបើតាំងចិត្តថាខ្លួនយើងមានសិលគឺទុកសិនមិនសម្លាប់ទេរហូតដល់វាបង់ចឹងជាគណៈតែសួរថាពេលដែលជួបខាងមុខទៀតបើគេមកគំរាមសម្លាប់យើងអ្នកឯងត្រូវតែសម្លាប់មន់មួយបើមិនសម្លាប់ទេយើងនឹងសម្លាប់ជីវិតអ្នកឯងតម្លៃជីវិតខ្លួនឯងជាងមន់មួយមិនអីទេអាចថាសមាទានទៅខាងក្រោយទៀតក៏បានដែរបើគេសម្លាប់ជីវិតយើងគឺអស់ហើយចិត្តសម្លាប់អនុសិនអាហ្នឹងពេលខ្លះបទជនដាច់សិលដោយសារអញ្ចឹងដែរអញ្ចឹងវាបានបើយើងមិនសម្លាប់អាហ្នឹងក៏ជាគណៈនៃការដែលល្អសឹកចិត្តថាគេសម្លាប់ខ្លួនក៏សម្លាប់ចោះមិនសម្លាប់ទេនៅសត្វហ្នឹងតាមសទ្ធារបស់ញាតិញោមដែលអាចតាំងនៅទៅបានក៏ដឹងថាគណៈហ្នឹងយើងអាចលះបង់ទៅបានមួយទៀតសូម្បីការធ្វើបុណ្យក៏ដោយណាចិត្តរបស់យើងអាចមានចំណែកពីរបើមិនបុណ្យគឺបាបក្នុងគណៈដែលគិតល្អធ្វើល្អចម្រើនកុសលធម៌ក្នុងគណៈហ្នឹងគឺជាចិត្តបុណ្យដែលកើតឡើងអញ្ចឹងអាចិត្តបុណ្យដែលកើតឡើងហ្នឹងវាលះបង់នៅបាបបើមិនបុណ្យគឺបាបអញ្ចឹងពេលហ្នឹងគឺបុណ្យនឹងឯងដល់បុណ្យគឺវាលះបាបបណ្ដោយចិត្តនៅក្នុងអំពើបាបទៅញាតិញោមមករៀនធម៌ប៉ុណ្ណឹងបើសិនជាតម្កល់ចិត្តឲ្យបានល្អបុណ្យក្រៃលែង
តែមកមើលអីផ្សេងក្តៅក្រហាយទៀតបាបកើតសម្បើមដែរណាបាទអានោះមើលយើងគិតបនបាបមួយទៀតថាវិខំបណៈបហានលះបង់ដោយការគ្របសង្កត់ដោយសមាធិតែកុសលសមាធិនេះល្អញាតិញោមអាត្មាប្រាប់ឧបាយមួយថាបើដូចសម័យយើងឥឡូវចិត្តមិនសូវស្ងប់រហូតដល់សម្រានមិនសូវលក់ក៏បីមានអារម្មណ៍កម្មដ្ឋានកំណត់ដឹងខ្យល់អាណាបានសតិអីចឹងទៅខ្យល់ដង្ហើមចេញខ្យល់ដង្ហើមចូលចេញក៏ដឹងចូលក៏ដឹងគឺញាតិញោមថ្ងៃមុនប្រាប់ថាយកចិត្តមកដាក់ក្នុងទ្រូងកំណត់ដឹងខ្យល់ដង្ហើមចេញខ្យល់ដង្ហើមចូលកុំឲ្យចិត្តវារីមីដាក់ឧត្តចៈក្របសង្កត់ពេកចិត្តច្បុកច្បល់ពេកនឹងក្របសង្កត់បានដោយចិត្តកុំឲ្យវាចេញទៅណាឲ្យសោះក្របសង្កត់ទៅបានដោយសមាធិឬក៏មានអារម្មណ៍កម្មដ្ឋានដតីផ្សេងទៀតដែលយើងអាចធ្វើទៅបានក៏ក្របសង្កត់ពីចិត្តបាបដែរចិត្តបាបនឹងងាយក្នុងការកើតនឹងដោយសមាធិដោយក្របសង្កត់ដោយវាធ្ងន់ជាងដោយទានដោយសិលសមាធិណានឹងដោយសិលវាបានមួយកណៈដោយសមាធិរឿងបានធ្ងន់ជាងយូរជាងហើយមួយទៀតដែលសមុច្ឆេតបហានៈនេះគឺដោយការលះបង់ដាច់ទៅជាសមុច្ឆេតដូចអរិយមគ្គកើតឡើងសន្តាបត្តមគ្គលះបានបណ្ណាសកតិគេមិមគ្គអនាគេមិមគ្គគឺដាច់ជាសមុច្ឆេតអញ្ចឹងណាសមុច្ឆេតហ្នឹងគឺមិនការតទៅទៀតទេផ្ដាច់ផ្ដាល់ឬគល់មិនឲ្យមានក្នុងសន្តានតទៅទៀតទេនឹងក្នុងការលះទៅនៅក្នុងអកុសលមានលោភៈទោសៈមោហៈជាដើមណាមួយទៀតមើលឲ្យចំតែម្ដងទៅថាការលះរបស់ការលះកន្លែងនេះគឺសំដែងអំពីសមុច្ឆេតបហានណាគឺដោយចំណែកទី3អธิบายនៅក្នុងចំណែកទី3នេះសមុច្ឆេតបហានគឺកន្លែងនេះដោយសោតាបតិមគ្គមគ្គទី1កើតឡើងគឺលះនៅលោភៈដែលជាទិដ្ឋិកតសម្បយុត្តចិត្ត4ដួងលោភៈដែលប្រកបដោយការយល់ខុសទិដ្ឋិកតសម្បយុត្ត4ដួងនិងក្នុងមោហៈមូលចិត្ត1ដួងគេហៅថាវិជ្ជកិច្ឆាចឹងសោតាបតិមគ្គកើតឡើងសមុច្ឆេតដែរកន្លែងហ្នឹងគឺអស់5ដួងនៅក្នុងចិត្តកន្លែងនេះចឹងចិត្ត5ដួងនិយាយពីចិត្ត5ដួងកន្លែងនេះគឺថាលែងមានក្នុងសន្តានរបស់សោតាទៀតហើយគឺលោភៈប្រកបដោយសេចក្តីយល់ខុសបូករួមជាមួយនឹងសេចក្តីសង្ស័យក្នុងគុណពុទ្ធពធប្រសង្ឃខន្ធធាតុអយតនៈបដិច្ចស្មុបាទអីលែងសង្ស័យទៀតហើយមគ្គទី2កើតឡើងសកតិគេមិមគ្គកើតឡើងធ្វើឲ្យស្រាលស្ដើងនៅអ្វីនៅទោសៈប្រភេទទោសៈអីហ្នឹងគឺធ្វើឲ្យស្រាលស្ដើងប្រភេទលោភៈដែលជាទិដ្ឋិកតវបយុទ្ធអីហ្នឹងក៏កិលេសដែលនៅសល់ណាបងគឺធ្វើឲ្យស្រាលស្ដើងជាងសោតាទៅទៀតតែមិនតន់លះអីដែលចំពោះទេតែធ្វើឲ្យកិលេសដែលក្រាស់ហ្នឹងពីសោតាដែលមិនតន់លះបង់បានហ្នឹងក៏ធ្វើឲ្យស្រាលស្ដើងទៅអញ្ចឹងសកតិគេមិមគ្គមគ្គទី2ដល់មគ្គទី3អនាគេមិមគ្គកើតឡើងលះនៅបដិខៈសម្បយុត្តទោសៈមូលចិត្ត2ដួងគឺអនាគេមិមគ្គទី3កើតឡើងគឺលែងខឹងហើយបាទអស់នៅសេចក្តីថ្នាក់គឺបដិខៈតទៅទៀតហើយអញ្ចឹងលះដាច់បាត់តែម្ដងរហូតដល់អរហត្តមគ្គកើតឡើងគឺកិលេសដែលនៅសល់ចិត្តដែលនៅសល់ដែលមិនទាន់លះនេះដូចលោភៈដែលជាទិដ្ឋិកតវបយុទ្ធ4ដួងក៏ត្រូវលះដាច់ជាសមុច្ឆេតឧត្តចៈ1ដួងហ្នឹងក៏ដាច់ជាសមុច្ឆេតឧត្តចៈបានឆ្ងាយលោភៈទោសៈមោសោតាសកតិអនាគេលះអត់បានទេណាមកដល់អរហត្តមគ្គនេះបានលះឧត្តចៈទៅបានសភាពរវើរវាយហ្នឹងឯងអញ្ចឹងមិនតែបទជនទេរវើរវាយចិត្តមិនសូវស្ងប់សំបីសោតាសកតិអនាគេក៏នៅដែរណាតែមិនមែនជាហេតុនាំទៅកាន់អបាយទេព្រោះលោកលះបង់ហើយហ្នឹងក្នុងធម៌ដែលលះកន្លែងនេះទាំងចំណុច2ហ្នឹងនៅក្នុងចំណុចមគ្គទាំង4នេះដូចអធិប្បាយអំពីបហានៈលះបង់ដែលដាច់ជាសមុច្ឆេតតោះនេះមើលមានអីឆ្ងល់ទេកណាសមកាសលោកចាស់កណាជួបពាក្យមិនលោកចាស់ថាអនុស័យលោកចាស់អនុស័យកលេសដែលដេកសង្ងំក្នុងខណ្ឌសន្តានអនុស័យហ្នឹងវាធម្មជាតិឬក៏កលេសមួយប្រភេទនោះដែលវាដេកសង្ងំក្នុងខណ្ឌសន្តាន
យើងក្នុងពេលហ្នឹងកំពុងតែមានដែរអូវាដេកពេលហ្នឹងដេកបើថាកំពុងរៀនធម៌អញ្ចឹងដូចកាមរាគានុស័យភវរាគានុស័យអនុស័យប្រភេទហ្នឹងយើងរៀនធម៌រៀនអីអញ្ចឹងទៅឬក៏បដិខានុស័យសេចក្តីខឹងក្រោធហ្នឹងអត់កើតទេឬក៏ញោមកើតតាមមិនដឹងទេណាប៉ុន្តែពេលដែលយើងរៀនហ្នឹងដូចក្រាបអញ្ចឹងណាឧបមាថាខឹងសង្គ្រាមអញ្ចឹងចុះពេលហ្នឹងអត់ទេអនុស័យប្រភេទហ្នឹងបដិខានុស័យហ្នឹងថ្នាក់កន្លែងហ្នឹងដូចដេកសិនអត់គិតទេរៀនចប់មើលចុះមើលឡើងប៉ះចំមួម៉ៅមកទៀតអនុស័យដែលដេកសងំហ្នឹងងើបឡើងតទៅទៀតនឹងប្រភេទហ្នឹងហៅអនុស័យតែវាដេកសងំក្នុងខណ្ឌសន្តានធ្វើបន់ធ្វើទៅ គណៈអរគុណទៀត បាទ កណាសូមឱកាសលោកម្ចាស់គ្រូកណាមិញស្ដាប់អត់ទាន់កន្លែងសោតាបដិមៈហ្នឹងលះលោភៈទិដ្ឋិកតៈសម្បយុទ្ធ4ដួងកន្លែងហ្នឹងកណាអត់ទាន់ស្ដាប់អត់ទាន់ នេះលះទិដ្ឋិកតៈពោះលោភៈទាំងអស់มันមាន8ណាលោភៈមាន8ដួងឯង កណា បាទអញ្ចឹងវាមានទិដ្ឋិកតៈសម្បយុទ្ធ4ហើយនឹងវបយុទ្ធ4អញ្ចឹងទិដ្ឋិកតៈសម្បយុទ្ធប្រកបដោយការយល់ខុសណាទិដ្ឋិផ្សេងនៅក្នុង4ដួងនេះអញ្ចឹងគឺចាប់ពីសោតាឡើងទៅលែងមានអាការយល់ខុសផ្សេងរហូតដល់ថាមានសកាយទិដ្ឋិអត្តាទូខ្លួនអីក៏លែងមានទៀតដែរគឺច្បាស់លាស់បាទគឺមាននាមរូបដែលប្រព្រឹត្តទៅលែងមានការយល់ខុសក្នុង4ដួងនេះហើយនឹងសេចក្តីសង្ស័យមួយគឺมันកើតនៅក្នុងសោតាទេលះដែលជាសមុច្ឆេទខ្ញុំចង់សួរអញ្ចឹងហ៎ កណាអរគុណលោកម្ចាស់គ្រូ តែបុថជនអត់ទេណាទៅទាំង8ណាការយល់ខុសក៏មានប្រកបដោយទិដ្ឋិក៏មានប្រស្យទិដ្ឋិក៏មានខ្ញុំមានអី សូ ទៀត មអរគុណលោកចាស់គ្រូកន្លែងលោភៈទិដ្ឋិសម្បិទិដ្ឋិកតៈសម្បយុទ្ធហ្នឹងគឺសំដៅលើសោមនស្សសហកតាំង2ដួងនិងឧបេក្ខាទិដ្ឋិកតៈសម្បយុទ្ធ2ដួងហ្នឹងមិនមែនទេចាស់4ដួងហ្នឹង លោភៈទិដ្ឋិកតៈសម្បយុទ្ធទេបាទ កណាកន្លែងសោតបដិមៈលះហ្នឹងណា អូ គឺលះលោភៈលះលោភៈទិដ្ឋិហ្នឹងគឺសំដៅលើសោមនស្សសហកតាំងហើយនឹងឧបេក្ខាហ្នឹងមិនមែនទេចាស់ ប៉ុណ្្នឹងហើយនៅក្នុងចិត្តលោភៈសម្បយុទ្ធហ្នឹងដួងទីប្រមាណខ្លះដួង ទី ទី 1 ទី 2និង 1 ទី 2 ទីម៉ានទៀត 5 ទី 6ទៀតចាស់ ហ្នឹងនៅក្នុងហ្នឹង អូ4ហ្នឹងកណាសូមអរគុណទៀត បាទមានផុតពីណាគឺ4ហ្នឹងហើយបាទអញ្ចឹងមកបុថជនយើងមើលមានលះអីលោភៈទោសៈមោហៈនៅ នៅទាំងអស់លោកម្ចាស់គ្រូ ហ្នឹងហើយ បុថជននៅអត់លះអត់បានទេម្ចាស់គ្រូនៅពេញទាំងអស់ម្ចាស់គ្រូ បុថជនអាចបានជាគណៈណាបានទេជាគណៈបានម្ចាស់គ្រូបានដោយការយើងមកសេពគប់នៅរៀនពធរៀនអីអញ្ចឹងទៅអាចលះបានមួយគណៈដោយសតិនឹករលឹកតន់ម្ចាស់គ្រូ បាទក្នុងពេលធ្វើបន់ចិត្តបន់និងចិត្តបាបកើតជាមួយគ្នាបានទេ អត់ពេលធ្វើបន់អត់បានទេម្ចាស់គ្រូអត់កើតមួយគ្នាបានកុសលធម៌កើតឡើងចិត្តល្អកើតឡើងពេលហ្នឹងអត់មានចិត្តបាបមកជាមួយទេអញ្ចឹងខណៈជាពេលដែលចិត្តបន់កើតឡើងពេលហ្នឹងហើយគេហៅថាជាគណៈគណៈដែលមិនធ្វើបាបគណៈដែលបាបមិនកើតឡើងដោយសារបន់វាកើតឡើងអញ្ចឹងបានគណៈប៉ុណ្ណឹងសម្រាប់ការមានសិលអីចឹងតែការធ្វើបន់ប៉ុន្តែបើសមាធិបានប្រសើរជាងបើសមាធិក្របសង្កត់បាបបានយូរជាងឧទាហរណ៍ថាបុគ្គលណាដែលគាត់ចូលសមាធិមានសមាធិអប់រំមកក្នុងអារម្មណ៍កម្មដ្ឋានកុំឲ្យចិត្តនឹងរវើរវាយសោះក្នុងអារម្មណ៍កម្មដ្ឋានកន្លះម៉ោងឃើញទេអាហ្នឹងមិនមែនមួយគណៈគឺយូររហូតដល់កន្លះម៉ោងចិត្ត
រាប់គណៈប្រមាណមិនបានក្នុងការសមាធិ10នាទី20នាទីឬក៏តែ5នាទីក៏ដោយក៏គ្រប់គ្រងចិត្តបានច្រើនដែរមិនឲ្យអកុសលកើតឡើងតែបើលះឲ្យដាច់ជាសមុច្ឆេទតែម្ដងនោះគឺអរិយមគ្គឬក៏មគ្គនឹងឯងមានបឋមមគ្គសោតាសកតិអនាគារដល់ព្រះអរហន្តហ្នឹងទើបដាច់ជាសមុច្ឆេទទៅបានកណាសូមឱកាសម្ចាស់គ្រូ បាទ កណាចង់ដឹងថាសម្រាប់សោតតានឹងមិនគុណចាស់ តើសួរព្រះអរិយបុគ្គលសម្រាប់សោតានឹងយ៉ាងម៉េច ព្រោះធ្លាប់ស្ដាប់លោកទេសនាអញ្ចឹងថាស្ដាប់ព្រះអង្គទេសនាហើយអញ្ចឹងទៅសម្រាប់សោតាដល់ពេលអត់យល់ថាសោតានឹងមិនគុណចាស់ នៅក្នុងរឿងរ៉ាវព្រះអរិយបុគ្គលឬក៏យើងស្ដាប់តាមពជាដកស្ដាប់តាមរឿងរ៉ាវជាពិសេសសម័យពុទ្ធកាលណាហើយយើងស្ដាប់ទៅយើងឮទីបំផុតទៅបានសម្រេចគុណធម៌ខ្លះសោតាខ្លះសកតិរហូតដល់អរហត្តមគ្គក៏មានតែបើញោមសួរថាតើសោតានឹងយ៉ាងម៉េចប្រែតាមក្រសែយើងព្រៀនតាមព្រះបរិយ័តសំដែងឃើញអញ្ចឹងព្រោះយើងអត់បានពណ៌ត្រូវនៅសភាវៈហ្នឹងទេបើអ្នកដែលពណ៌ត្រូវគឺគាត់ដឹងសោតាហ្នឹងថាអ្នកដែលចូលទៅដល់ក្រសែជាដំបូងអ្នកដែលចូលទៅដល់ក្រសែជាដំបូងដែលថាសោតាហ្នឹងដោយតាមរយៈទៅការស្ដាប់តាមរយៈការស្ដាប់ដោយសម័យពុទ្ធកាលដោយច្រើនអត់សូវពេញនិយមរឿងការរៀនដូចយើងចេះទេគឺការស្ដាប់នឹងឯងជាធំហ្មងគឺការជួបព្រះសម្មាសម្ពុទ្ធជួបព្រះអរិយសាវកគឺកើតចេញអំពីការស្ដាប់នឹងតែម្ដងដោយសារបញ្ញារបស់គេនាសម័យនោះដូចថាខ្លាំងជាងយើងតាមរយៈការស្ដាប់អន្ត្រីរបស់គេដែលធ្លាប់សន្សំបន្ទុំមកដោយច្រើនស្ដាប់ពធមកបានមកគាថាបានសម្រេចគុណធម៌ដោយប្រវត្តិរបស់ព្រះសារីបុត្រព្រះមោគលានហ្នឹងមិនស្ដាប់អីអំពីព្រះសម្មាសម្ពុទ្ធផងបាទស្ដាប់តែអំពីសាវកព្រះអសជិហើយមិនដល់មកគាថាផងដូចជាតែពីរបានគាត់តែស្ដាប់ហើយបានសម្រេចគុណធម៌ជាសោតាបនបុគ្គលហើយសួរសោតានឹងយ៉ាងម៉េចថាបុគ្គលដែលចូលទៅដល់ក្រសែដំបូងនៃព្រះធម៌តាមរយៈការស្ដាប់ហើយស្ដាប់នឹងស្ដាប់ត្រូវរហូតដល់ថាឃើញច្បាស់នៅលោកនេះតាមសេចក្តីពិតតាមដែលមគ្គរបស់លោកកើតឡើងអញ្ចឹងណាសោតាប្រែទៅតាមន័យហ្នឹងមានច្រើនហើយដោយសភាពលក្ខណៈផ្សេងទៅតាមបដិសន្ធិនៅប្រមាណជាតិអីចឹងតែបើសួរថាយ៉ាងម៉េចថ្មឆ្លើយខ្លីថាគឺអ្នកដែលបានឃើញច្បាស់នៅលោកនេះជាដំបូងដែលចូលទៅដល់ក្រសែជាដំបូងហៅថាសោតាហ្នឹងឧទាហរណ៍អញ្ចឹងយើងពុទ្ធជនរាល់ថ្ងៃសកាយតដ្ឋិនៅពេញបបមកចំណែកណាដែលមិនមែនជាចំណែករបស់ខ្លួនឥឡូវតាំងពីចុងសក់ដល់បាតជើងពីបាតជើងដល់ចុងសក់មកចំណែកណាក៏ជាចំណែករបស់យើងដែរគឺសម្គាល់ថាជារបស់យើងទាំងអស់ដោយទិដ្ឋិគឺសកាយតដ្ឋិនេះចាប់ប្រកាន់ទាំងអស់សម្គាល់ទាំងអស់តែដល់ពេលព្រះរាជបុគ្គលដែលលោកសម្រេចហើយយ៉ាងម៉េចសោតាហ្នឹងឃើញលោកលះបានដែរគឺដំបងឡើងមកសោតាបត្តមគ្គកើតឡើងលះលោភៈដែលប្រកបដោយអាការយល់ខុសមានសកាយតដ្ឋិមានយើងមានគេនៅក្នុងនឹងឯងអញ្ចឹងគឺលោកលះបង់លោកឃើញច្បាស់ហើយវាខុសគ្នាយ៉ាងម៉េចទៀតអំពីពុទ្ធជនថាពុទ្ធជនមានអារម្មណ៍ជាលោកយៈរូបសម្លេងក្លិនរូបផោតពៈឬក៏ធម្មអារម្មណ៍ជាលោកយៈទាំងអស់មិនដែលមានព្រះនិព្វានមកជាអារម្មណ៍មានសេចក្តីសុខក្នុងព្រះនិព្វានយ៉ាងដូចម្ដេចវាអត់មានទេពុទ្ធជនតែសោតាទៅអរិយមគ្គមគ្គកើតឡើងសោតាបត្តមគ្គកើតឡើងសោតាបត្តផលហ្នឹងគឺលោកអាចមានព្រះនិព្វានមកជាអារម្មណ៍ចុះព្រះនិព្វានហ្នឹងមានលក្ខណៈពិសេសយ៉ាងម៉េចមកជាអារម្មណ៍គឺយើងអត់ដឹងទេគឺតតែលោកអ្នកដែលពណ៌ត្រូវដឹងថាព្រះនិព្វានហ្នឹងមានសេចក្តីសុខយ៉ាងម៉េចដែរលោកពណ៌ត្រូវហើយមាននៅព្រះនិព្វានមកជាអារម្មណ៍ដោយការចូលផលសមាបត្តិរបស់លោកហើយចាប់ផ្ដើមមកចំណែកទៀតបើយើងសិក្សាទៅយើងឃើញថាលោកស្រាលខ្លួនត្រង់ថាបុគ្គលដែលបានសម្រេចនៅសោតាបត្តមគ្គបើយកសម្បត្តិក្នុងលោកីយកទៅដូរគឺលោកអត់ដូរទេ
សម្បត្តិក្នុងលោកីបានរបស់នេះរបស់នោះប្រសើរថ្លៃថ្លាយ៉ាងណាក៏ដោយប្រទេសសេរីជាធំស្ដេចចក្រពត្តិយ៉ាងណាក៏ដោយយកទៅដូរជាមួយសម្បត្តិគឺសោតាបត្តិមៈដែលប្រកបឡើងគឺมันអាចដូរបានទេព្រោះដោយសារការឃើញច្បាស់នៅក្នុងលោកនេះការពណ៌ត្រូវនៅព្រះនិព្វានការឃើញនៅលោកតាមសេចក្តីពិតការឃើញដោយបញ្ញាឃើញដោយសេចក្តីពិតនេះมันអាចយកសម្បត្តិលោកីទាំងមូលហ្នឹងឲ្យផែនដីនឹងទាំងមូលយកទៅដូរសម្បត្តិនៃសោតាបត្តិមៈឲ្យសោតាបត្តិមៈទៅបុគ្គលដតីទៅអ្នកឯងជាប្រទេសសេរីជាស្ដេចចក្រពត្តិជាស្ដេចដែលគ្រប់គ្រងផែនដីគឺអត់ទេមានតែសោតាបត្តិមៈដែលប្រកបឡើងហ្នឹងគឺថាប្រសើរជាងឯករាជ្យនៅលើផែនដីនេះអញ្ចឹងក្នុងន័យថាវាមានលក្ខណៈពិសេសលក្ខណៈពិសេសលក្ខណៈដែលឃើញច្បាស់ពិសេសក្នុងទីនេះគឺឃើញច្បាស់នៅលោកនេះតាមសេចក្តីពិតមានបញ្ញាលះបង់នៅហេតុដែលគួរតែលះបង់ចម្រើននៅកុសលធម៌រហូតដល់ថាអបាយភូមិបិទទៀតអ្នកចាប់ពិសោធតាបត្តិមៈមគ្គទី1កើតឡើងអបាយភូមិត្រូវបានបិទសម្រាប់លោកហើយយ៉ាងយូរអីអញ្ចឹង7ជាតិគឺលោកបរិនិព្វានហើយអត់ដូចពុទ្ធជនយើងទេណាពុទ្ធជនយើងទោះបីជាមហាអំណាចទី1ទី2មហាសេដ្ឋីទី1ទី2ស្ដេចប៉ុណ្ណាក៏ដោយសួរថាអ្នកណាអ្នកទៅធានាបិទអបាយភូមិឧទាហរណ៍គាត់ជាស្ដេចប្រចាំប្រទេសមួយធំបែរជាអបាយភូមិលែងមានសម្រាប់គាត់ទៀតហើយអត់ទេណាពុទ្ធជនតែនៅជាពុទ្ធជនមិនថាស្ដេចមិនថាបរិជានិមឺនសពមុខមន្ត្រីយ៉ាងណាក៏ដោយអបាយភូមិនៅមានអ្នកកាន់តែធ្វើធំកាន់តែគ្រោះថ្នាក់ជាមួយបាណាតិបាតណានេះថាធ្លាប់ព្រះបរមពុរិស័ទនៃយើងធ្លាប់កើតនៅក្នុងកំណើតជាព្រះជាគាត់ឲ្យឮថាកំណើតព្រះជាភ័យតក់ស្លុតហ្មងព្រោះកំណើតកាន់តែធំបាណាតិបាតកាន់តែច្រើនឧទាហរណ៍ថាព្រះជាអ្នកដតីឲ្យសម្លាប់អញ្ចឹងហើយដល់ពេលបើសម្លាប់ប៉ះចំបុគ្គលអ្នកមានគុណធម៌បាណាតិបាតហ្នឹងវាយ៉ាងម៉េចងាយបានអត្តភាពមកជាមនុស្សងាយរួចពីអបាយភូមិអត់ទេអញ្ចឹងខ្លាចនៅក្នុងកំណើតហ្នឹងអញ្ចឹងមកចំណុចត្រង់ថាអបាយភូមិអត់មានអ្នកណាជាគ្រឿងធានាទេឲ្យតែជាពុទ្ធជនអ្នកណាក៏ដោយប៉ុន្តែបើសោតាបត្តិមៈឡើងទៅដែលឃើញច្បាស់នៅក្នុងលោកនេះហើយគឺបិទនៅអបាយភូមិអញ្ចឹងកិលេសដែលនៅសល់ដូចយើងឃើញថាក្នុងអកុសលទាំងអស់លោកលះបានតែលោភៈប្រកបដោយទិដ្ឋិនិងវិជកិច្ឆាចុះកិលេសដែលនៅសល់ផ្សេងទៀតកិលេសដែលក្រោធក្រៀតគឺលោកលះបង់ហើយនៅសល់តែកិលេសដែលស្រាលស្លាំងប៉ុណ្ណោះកិលេសដែលក្រោធក្រៀតក្នុងទីនេះគឺកិលេសដែលនាំទៅកាន់អបាយភូមិអញ្ចឹងណាគឺលោកលះបង់ហើយអញ្ចឹងអាត្មាឆ្លើយប៉ុណ្ណឹងទៅថាវាយ៉ាងម៉េចថាគឺពិបាកក្នុងការពណ៌នាគាត់ថាលោកមានសេចក្តីសុខទៅពណ៌ត្រូវនៅព្រះនិព្វានដែលមានព្រះនិព្វានមកជាអារម្មណ៍អញ្ចឹងណាបាទកណាអរគុណគុណម្ចាស់កណាសូមឱកាសសួរបន្តទៀតគុណម្ចាស់កណាចង់ដឹងថាឧទាហរណ៍ថាបើពីមុនមានសាងបាបដែរអញ្ចឹងហើយដល់ពេលបន្ទាប់មកពីឥឡូវទៅស្ដាប់យល់សោតាអីអញ្ចឹងនឹងទូទាត់គ្នាបានទេគុណម្ចាស់ស្ដាប់យល់ទូទាត់យ៉ាងម៉េចន័យថាពីមុនធ្វើបាបឧទាហរណ៍ថាពីមុនមានសាងបាបអីអញ្ចឹងខេញដូធ្លាក់បាយភូមិអីចឹងដល់ពេលហើយឥឡូវរៀងយល់ចាប់ផ្ដើមយល់អីអញ្ចឹងទៅពីឥឡូវទៅរហូតទៅអានឹងអាចថាអបាយភូមិបិទទ្វារអត់គុណចាស់បាននៅតែជាពុទ្ធជនមិនជាចលសោតាបានឬក៏ជាព្រះសោតាទេអបាយភូមិសម្រាប់ពុទ្ធជននៅមានតែមិនមានទូទៅទេមិនមានទូទៅក្នុងទីនេះបើយើងជាពុទ្ធជនពុទ្ធជនចែកជាពីរគេហៅថាអន្តពុទ្ធជនដែលល្ងងខ្លៅអត់ចេះអត់ដឹងខន្ធេរយតនៈអីអញ្ចឹងបងវែងអាហ្នឹងគេហៅថាពុទ្ធជនដែលនៅក្នុងថ្នាក់ទាបអន្តពុទ្ធជនដែលល្ងងខ្លៅពុទ្ធជនមួយទៀតដែលរៀនសូត្រដូចយើងថារៀនដឹងអំពីខន្ធេរយតនៈយល់ដឹងហេតុបច្ច័យអញ្ចឹងណាតាមដំណើរដោយសភាពនៃការចម្រើនកុសលធម៌អានឹងគេហៅថាជាកល្យាណពុទ្ធជនដែលល្អប្រសើរដែលវាជាលំដាប់មួយដែរណាបើតែថាវាមិនមែនជាព្រះអរិយតែជាពុទ្ធជនដែលស្គាល់អំពីខន្ធេរយតនៈស្គាល់អំពីបុណ្យស្គាល់អំពីបាបអីចឹងតែព្រះអរិយបុគ្គលយើងសិក្សាមើលថាសំបីព្រះសម្មាសម្ពុទ្ធក៏ដោយដែលអាចអភិវឌ្ឍខ្លួនទៅជាព្រះអរិយបុគ្គលទៅបានលោកមិនសិតតែឆ្លងកាត់អំពីពុទ្ធជនដូចគ្នាហ្នឹងមិនបរិសន្ធិមកជាព្រះអរិយបុគ្គលទេណា
អញ្ចឹងគឺសិតតែអភិវឌ្ឍខ្លួនអំពីពុទ្ធចនៈកោដកោដជាពុទ្ធជនហ្នឹងទៅកាន់អរិយកោដរឿងអកុសលបើមិនឲ្យកើតនៅក្នុងពុទ្ធជនទៅកើតនៅក្នុងអ្នកណាហើយលោភៈទោសៈមោហៈដែលជាមូលមិញនេះបើមិនកើតនៅក្នុងពុទ្ធជនតែទៅកើតនៅក្នុងអ្នកណាតែកើតក្នុងពុទ្ធជនអញ្ចឹងកុំឲ្យតែយើងធ្វើហេតុអីដែលតាក់ទងជាមួយនឹងអនន្តរិយកម្មដូចថាសម្រាប់មេត្តាសម្រាប់បិតាសម្រាប់ព្រះអរហន្តញ៉ាំងលោហិតបាទរបស់ព្រះសម្មាសម្ពុទ្ធឲ្យពុះពងបំបីសងដកអកម្មធ្ងន់ធ្ងរឬក៏មច្ឆាទិដ្ឋិចេញត្រឹមអំពើបាបលោភៈទោសៈមោហៈធម្មតាហ្នឹងគឺបានបងមិនបាត់បាំងអបាយភូមិអីទេណាហើយតែយើងចម្រើនកុសលធម៌ឲ្យបានច្រើនទៀបនឹងស្លាប់យើងក៏នឹកឃើញដល់កុសលធម៌របស់យើងទៅក្នុងសុគតិសួគ៌បានឬក៏អាចសម្រេចធម៌ទៀតបានឲ្យថាមិនសាងហេតុឯណាដែលវាប៉ះពាល់ដល់អកុសលកម្មធ្ងន់ឥឡូវអាត្មាលើកបន្តិចត្រង់ថាដោយប្របាទអាចារ្យតសតោមិនសម្រាប់បិតារបស់ខ្លួនពេលដែលស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធបើសិនជាគាត់មិនមានហេតុនៃការសម្លាប់បិតារបស់ខ្លួនទេគឺគាត់អាចសម្រេចជាព្រះអរិយបុគ្គលបានគឺសោតាប៉ុន្តែគាត់សម្លាប់បិតារបស់ខ្លួនទៅប្របាទពុំពិសាហ្នឹងឲ្យសគត់ទៅអញ្ចឹងអាហ្នឹងគឺជាគ្រឿងរារាំងមិនអាចឲ្យគាត់សម្រេចគុណធម៌បានទេមានតែអបាយភូមិតែប៉ុណ្ណោះដែលជាគ្រឿងបើកឱកាសឲ្យគាត់អញ្ចឹងណាហ្នឹងអាចទូទាត់បានទេបើថាធ្វើបាបហើយណាបាទធ្វើបាបធ្ងន់ហើយអត់អាចទូទាត់ទេតែបើស្រាលអត់អីទេណាអរគុណកូនចាស់បាទបងគ្រូខ្ញុំកណាសូមកាត់ទៀតមានអីទៀតណានៅក្នុងពុទ្ធសករាជ2500ជាងនេះនិយាយរួមបច្ចុប្បន្ននេះនៅមានព្រះអរហន្តអត់បងបាទតាមគម្ពីរនៅស្រុកមនុស្សយើងអត់មានទេបាទបើចាប់ពីដូចជាសកតិអនាគានៅមានព្រះសោតានៅក្នុងមនុស្សអត់មានទេណាប៉ុន្តែបើសួរថាចុះនៅក្នុងទេវលោកឬក៏នៅក្នុងព្រហ្មលោកអានឹងមានដែលលោកមិនតាន់បរិនិព្វានណាគឺនៅមានតែមកនៅក្នុងមនុស្សលោកយើងនេះតាមដែលលោកលើកអំពីពុទ្ធសាសនាដែលកន្លងទៅហ្នឹងគឺ1000ឆ្នាំនឹងអត់មានព្រះអរហន្តបែបធ្លីបរិសម្បទា2000នៃអញ្ចឹងទៅតែនេះដូចជានៅដល់តាមចាំដូចនៅមគ្គទី3វណ្ណាគាសកតិនិងសោតាហ្នឹងនៅមានបាទចឹងបច្ចុប្បន្ននៅមានតែសោតាព្រះអង្គសកតិមើលដូចជានេះមកដូចជានៅមគ្គទី3ហ៎បងអនាគាសកតិសោតាឬក៏សោតាសកតិអនាគាតែព្រះអរហន្តអត់មានទេនៅមនុស្សយើងណាដែលអាចសម្រេចបានតែបើថាលោកធ្លាប់សម្រេចពីមុនមកអំពីស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធអីហើយលោកមិនទាន់បរិនិព្វាននៅក្នុងទេវលោកឬក៏នៅក្នុងព្រហ្មលោកអីអាហ្នឹងនៅមានតែលោកមិនទាន់បរិនិព្វានណាបាទស្មៃយើងសោតានៅមានដែរបាទមួយទៀតព្រះអង្គគ្រូអង្គលីមីសម្រាប់គេច្រើនប៉ុន្តែបិទអបាយភូមិអត់មានតែអបាយភូមិផងសម្រាប់ដោយអាត្មាបញ្ជាក់អញ្ចឹងថាបណ្ដាលទោសដែលធ្ងន់ណាគេហៅថាអនន្តរិយកម្មអានឹងតតែបុគ្គលនឹងធ្វើនៅកម្មហ្នឹងបានទៅកាន់អបាយភូមិទៀងតែទៅកាន់អបាយភូមិអង្គុលីមាលគាត់សម្លាប់ច្រើនលោកសម្លាប់ច្រើនតែមិនមែនសម្លាប់ប៉ះចំបុគ្គលដែលជាអនន្តរិយកម្មដោយសម្លាប់មេត្តាផងសម្លាប់បិតាផងអ្នកទាំងអស់នោះจะធ្លាប់ជាប់កម្មពៀជាមួយលោកសម្លាប់អញ្ចឹងអ្នកខាងក្រៅដល់អ្នកខាងក្រៅអញ្ចឹងយើងសិក្សាអំពីអនន្តរិយកម្មដែលជាកម្មធ្ងន់ដែលជាកម្មទៀងតែទៅកាន់នរកហ្នឹងគឺសម្រាប់មេត្តាសម្រាប់បិតាសម្រាប់ព្រះអរហន្តញ៉ាំងលោហិតបាទរបស់ព្រះសម្មាសម្ពុទ្ធដោយពុះពងហើយនឹងបំបីសង្ឃតែបើខុសពីហ្នឹងឬក៏មច្ឆាទិដ្ឋិមួយទៀតតែបើខុសពីហ្នឹងគឺអត់អីទេអ្នកដតីផ្សេងដែលមិនមែនជាសាច់ញាតិអត់អីទេអត់បិទអបាយភូមិទេអញ្ចឹងតែអត់បិទក្នុងទីនេះមិនមែនថាមិនឲ្យទៅកើតអាចឲ្យទៅកើតបានតែវាមិនជាលំដាប់នៃកម្មដែលទៀងចេះវិញថាបើសិនជាអនន្តរិយកម្មធ្វើហើយទៀងកម្មហ្នឹងគឺទៀងតែទៅកាន់អបាយភូមិទៀងតែម្ដងតែបើសម្រាប់អ្នកដតីអាហ្នឹងមានចំណុចខ្លះត្រូវទៅកើតខ្លះក៏អត់ទៅកើតជារឿងមួយត្រង់ថាបើសិនជាគាត់ទៀបស្លាប់
គាត់នឹកឃើញអំពើល្អរបស់គាត់ទៅគាត់នឹកឃើញតែអំពើល្អច្រើនអាហ្នឹងអាចទៅកាន់សុគតិបានណាបើមិនប៉ះពាល់ដល់កម្ម5មិញធ្ងន់ធ្ងរតែបើអត់ទេនឹកឃើញសេចក្តីក្តៅក្រហាយឧត្តចៈកើតឡើងដូចយើងកំពុងរៀននេះទៅហើយបាយភូមិប្រុសឥឡូវហើយចឹងតណាចឹង ចូលបានទៀត មានអីទេដែរមែនទេ កណាសូមឱកាសគុណម្ចាស់ បាទ អាទិត្យមុនអ៊ំរបស់កណាគាត់គាត់ខូចគុណម្ចាស់ហើយវាថាគាត់គាត់ជំងឺកាពះប៉ុន្តែស្មារតីគាត់ហ្នឹងគឺចងចាំនិយាយរហូតដល់តែគាត់ផុតទៅហៅហ្មងហើយមីងកណាអីប្រាប់ថាអឺហៅធោអីអញ្ចឹងឃើញគាត់រៀងបាក់ខ្លាំងណាស់អាវិនាទីចុងក្រោយគុណម្ចាស់ហើយគាត់ថាគាត់ដឹងហើយប៉ុន្តែដូចថាវាឈឺចាប់ខ្លាំងគុណម្ចាស់ដឹងថាធោត្រូវសូត្រធោសូត្រអីដែរប៉ុន្តែអាពិបាកហ្នឹងវាខ្លាំងណាស់វិនាទីចុងក្រោយហ្នឹងណាបាទ ចឹងដូចថាតាំងអារម្មណ៍អត់ស្ងប់គុណម្ចាស់ ចំណុចគេហៅថាមរណាសន្នវិថីចាត់ចុងក្រោយសម្រាប់មនុស្សយើងត្រង់ហ្នឹងគឺជារឿងមួយដែលសំខាន់ដែរបើសិនជាយើងធ្លាប់ហ្វឹកហាត់រឿយចឹងណាយើងធ្លាប់ហ្វឹកហាត់រឿយតាំងពីយើងនៅមានស្មារតីល្អរហូតដល់ទុក្ខវេទនាកើតឡើងយើងមានស្មារតីកំណត់ដឹងនៅទុក្ខវេទនាហ្នឹងហើយប៉ុន្តែបើយើងមិនធ្លាប់ទេដល់ពេលទុក្ខវេទនាកើតឡើងអញ្ចឹងបានដឹងថាគឺមានសេចក្តីលំបាកហើយអាចមួម៉ៅអាចសៅហ្មងក្តៅក្រហាយរឿងនេះរឿងនោះពុំមនុស្សយើងកាលណាបើឈឺវាមិនได้អត់វាលំបាកអាហ្នឹងទុក្ខវេទនាកើតឡើងវាលំបាកយ៉ាងនេះមួយយ៉ាងនោះមួយអញ្ចឹងទៅផ្លេចទាំងធម៌ទៀតណាបងដល់ពេលវាឈឺពេកអញ្ចឹងតែបើគាត់ទម្លាប់អានឹងវាអាស្រ័យទៅលើការហ្វឹកហាត់របស់គាត់រឿយពីការដែលគាត់នៅជានីអីយ៉ាងរំលឹកររឿយរហូតដល់តែគាត់ឈឺក៏មិនសូវជាបញ្ហាដែរគឺគាត់នៅតែមានស្មារតីមាំទាំចម្រើនតាំងនៅក្នុងកុសលធម៌បាទហ្នឹងហើយបាទនឹងមានរឿងរ៉ាវច្រើនសម្រាប់មនុស្សយើងតាំងសម័យឥឡូវតាំងពីមុនអីចាំបន្តទៀតចាស់បាទហ្នឹងហើយអញ្ចឹងយើងសម្រាប់ប៉ុណ្្នឹងចឹងណាបាទថ្ងៃនេះយើងសម្រាប់ប៉ុណ្្នឹងចាស់ខ្ញុំកណាសូមនឹងស្គាល់ក្រាបថ្វាយគុំលោកចាស់ សូមក្រាបថ្វាយគុំលាគុណលោកចាស់